À đấy thì bạn nó đá nè chân nuôi ra man tao internet đó đá không bằng cho bật à lấy đào táo nè lùm on cây vì cha chất xong có đạp vài bông cungประพุทธព្រះធម៌និងប្រសង់គុណព្រះរតនត្រ័យសូមលំអរកាយវិចារចិត្តសូមជម្រាបសួរបងប្អូនជនរួមភាសាការផ្សាយអំពីកិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមមួយចំនួនកម្ពុជាដែលជាឯកសារមួយបង្កើតខ្មែរយកទឹកដីខ្មែរពីបរទេសឈ្លានពានយកអធិបតេយ្យនយោបាយក្នុងនិងក្រៅប្រទេសខ្មែរយកមកឲ្យខ្មែរវិញយកឯករាជ្យជាតិយកសន្តិសុខសន្តិភាពជាតិយកលទ្ធិប្រជាធិបតេយ្យសេរីពហុបកយកសិទ្ធិនិងសេរីភាពគោលការណ៍សិទ្ធិសេរីភាពរបស់ពូជអម្បូរខ្មែរយកមកទុកនៅក្នុងជីវិតខ្មែរជនរួមភាសាតើអ្វីទៅជាចំណែកដ៏សំខាន់នៅក្នុងការដែលអាចធ្វើឲ្យជាតិមាតុភូមិខ្មែរមានជីវិតរស់រានណាជនរួមភាសាតើអ្វីជាចំណែកដ៏សំខាន់ថ្ងៃនេះពួកខ្ញុំនឹងធ្វើការចែករំលែកនៅចំណែកដតីទៀតដែលអាចធ្វើទៅបានខ្ញុំសូមធ្វើការចែករំលែកនៅទីនេះសិនណារៀបចំបច្ចេកទេសសិនសូមជម្រាបសួរបងប្អូនជនរួមភាសាផងដែរណាសម្រាប់ការដែលមានសំណួរអ្វីនៅក្នុងការចូលរួមជជែករយៈពេល2ម៉ោងនេះអាចចូលរួមសរសេរនៅសំណួរឬក៏អាចចូលរួមសរសេរយោបល់ផ្សេងៗបាត់ទៅបាត់គ្នាទៅអាចចូលរួមសរសេរយោបល់ផ្សេងអាចជាយោបល់ពាក់ព័ន្ធនៅយន្តវិស្រ័យសិនចាំទៅមុនចុះគឺអាចពាក់ព័ន្ធនឹងប្រធានបទដែលថ្ងៃនេះគឺពួកខ្ញុំសូមលើកយកចំណុចមួយដែលមានបងប្អូនជនរួមភាសាកាលពី2ឬក៏3ថ្ងៃមុនសួរថាតើគួរត្រៀមខ្លួនអីគេខ្លះបើមានការសាររើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីពីព្រោះចំណែកដែលបងប្អូនជនរួមភាសាគិតនោះថាហូម៉េចប្តឹងផ្ដាល់ទាមទារតវ៉ាចុះឥឡូវពួកខ្ញុំគ្រាន់តែបញ្ច្រាស់គំនិតបន្តិចថាបើមានការសាររើតើពលរដ្ឋគួរត្រៀមអីនៅក្នុងការទៅសាររើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីបើបងប្អូនអាចជួយឆ្លើយសូមសរសេរគំនិតមកនៅទីនេះត្រៀមជាចំណុចអ្វីខ្លះហើយបើបងប្អូនគិតថាតេតននឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានសំណួរអ្វីផ្សេងក៏អាចសរសេរសំណួរទាំងអស់នឹងមកទីនេះក៏បានដែរដើម្បីឲ្យពួកខ្ញុំបានជជែកវែកញែកផងដែរណាចឹងខ្ញុំបានមកដល់កន្លែងហើយថ្ងៃនេះបងប្អូនណាស្គាល់ទីតាំងនេះអាចមើលបណ្ដើហើយនឹងថ្ងៃនេះពួកខ្ញុំមានរយៈពេល2ម៉ោងដដែលក្នុងការចូលរួមចែករំលែកពិភាក្សាគ្នាសូមកាត់ថ្វាយបង្គំព្រះពុទ្ធព្រះធម៌និងព្រះសង្ឃសូមធ្វើការលំអរកាយវិចារចិត្តសូមជម្រាបសួរបងប្អូនជនរួមភាសាដោយកាយដោយវិចារដោយចិត្តត្រៀមខ្លួននៅក្នុងការជជែកវែកញែករយៈពេល2ម៉ោងនេះគឺធ្វើបែបណាកាយវិចារនិងចិត្តពង្រឹងការជជែកពិភាក្សាគ្នាអំពីជាតិអំពីកិច្ចព្រមព្រៀងអំពីនីតិរដ្ឋអំពីទួនាទីកាតព្វកិច្ចរបស់ពួកយើងជាពលរដ្ឋចឹងហើយបានជាថ្ងៃនេះបងប្អូនអាចជួយឆ្លើយតើពលរដ្ឋគួរត្រៀមអ្វីខ្លះបើមានការសាររើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23តុលា1991បើបានជាឆ្លើយថាត្រូវត្រៀមខ្លួនហើយចុះត្រូវធ្វើដោយរបៀបណានៅគោលគំនិតទាំងអស់ហ្នឹងហើយថ្ងៃនេះគឺបងប្អូនណាចង់បានឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអីសរសេរលេខទូរស័ព្ទនិងទំនាក់ទំនងមកទីនេះចុះថ្ងៃនេះគឺជាថ្ងៃពុធ500ខែបង្គន់ឆ្នាំជូតចត្វាស័កពុទ្ធសករាជ2564ត្រូវជាថ្ងៃទី3ខែមីនាឆ្នាំ2021ជាការផ្សាយពីម៉ោង5កន្លះតទៅថ្ងៃនេះគឺវីដេអូភាគទី1295ខ្វះតែ5ថ្ងៃទៀតគឺ1300ថ្ងៃហើយអញ្ចឹងហើយលំមដែលពួកខ្ញុំដាក់ប្រធានបទថាចង់សាររើកិច្ចព្រមព្រៀងឬក៏បើមានការសាររើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីតើពលរដ្ឋគួរត្រៀមអីព្រោះការផ្សាយនេះប្រមាណ1295ថ្ងៃបងប្អូនខ្លះអាចស្ដាប់វីដេអូនេះបាន100ថ្ងៃឬក៏លើសនឹងឬក៏អាចរាប់ពាន់ណោះចុះថ្ងៃនេះជនរួមភាសាមានគំនិតអីដែរអូនម៉ាលីបងចម្រើនជាងបូមនៅកំពង់ឆ្នាំង
ពួកខ្ញុំនឹងនៅកំពង់ឆ្នាំងជនរួមភាសាតើថ្ងៃនេះមានអីចែករំលែកជាមួយនឹងសភាស្រុនទេឥឡូវស្មាននេះគឺមើលភ្នែកច្រមុះមុខរបស់ខ្ញុំទាំងពីរមិនឃើញតែមើលឃើញព្រះអាទិត្យដែលសភាកំពុងយកដៃចាប់ព្រះអាទិត្យនេះណាស្ថានីយ៍ផ្សាយយ៉ាងសម្បើមណាមានព្រះអាទិត្យជាសាក្សីមានស្រះមានត្រីមានបឹងឈូកមានស្រែមានស្រូវនៅខាងក្រោយនេះមានដើមត្នោតមួយដែរនោះដើមត្នោតមើលឃើញនេះដើមត្នោតនៅខាងនេះឃើញនេះដើមត្នោតនេះដើមត្នោតហើយណាតោះឥឡូវយើងយកព្រះអាទិត្យវិញយកព្រះអាទិត្យស្អាតណាតោះឥឡូវសូមចូលរួមផងបងនិមលបងគង់និមលបងផលភុនបងឈុនទូចជំនុំភាសាតើប្រសិនបើមានការសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះម្សិលមិញម្សិលមួយថ្ងៃដូចជាមួយសប្តាហ៍នេះពួកខ្ញុំប្រាប់អំពីក្បួនប្តឹងណាក្បួនប្តឹងណាអ្នកមីងណារីពួកខ្ញុំសុខសប្បាយទេអ្នកមីងចុះខាងអ្នកមីងសុខសប្បាយទេបងសរិនភេងឬក៏សរិនពេងបងសឿសាទប្រសិនបើមានការសើរើរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះតើយើងជាពលរដ្ឋគួរធ្វើអ្វីពីមុនគឺក្បួនប្តឹងបានប្រាប់បណ្ដាហើយតើយើងប្តឹងដោយរបៀបណាឥឡូវនិយាយអំពីក្បួនបើអាមេរិកកាំងបើយួនឬក៏ភាគីហត្ថលេខីណាមួយណាអាន Facebook គេផុសខ្លាយរឿងអីចេះបងប្រូបញ្ញាបងសឿសាទបងប្រូបញ្ញាតើខុសរឿងអីគេបងអែម៉ានបងសុភាពរឿនតោះឥឡូវសូមបន្តបានហើយណោះតើបងប្អូនត្រៀមអីបងសុភាពរឿនប្រសិនបើយួននិងអាមេរិកកាំងពិតជាសើរើកិច្ចព្រមព្រៀងនេះថ្មីនេះអាមេរិកកាំងបានដាក់ស្នើសុំឲ្យមានការសិក្សាស្រាវជ្រាវដោយធ្វើជាវីដេអូនិងជាឯកសារនានាដើម្បីដាក់ទៅរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលនៃភាគីហត្ថលេខីដទៃទៀតជនរួមភាសាបងឈុណាលេងអារីតើយើងត្រៀមអីជួយឆ្លើយបណ្ដាណោះពេលដែលជនរួមភាសាឆ្លើយបណ្ដាក៏បងប្អូនណាដែលមានសំណួរចម្ងល់អ្វីផ្សេងម៉ោងនេះគឺជាម៉ោងដែលជជែកគ្នាអញ្ចឹងបងប្អូនអាចជួយរកសំណួរដែលបងប្អូនចង់ដឹងតើចង់ដឹងរឿងអីណាបងអែម៉ានថាប្រជាពលរដ្ឋត្រូវតែចេះច្បាប់ទាំងអស់គ្នាជាចម្បងសុំកែឃ្លាបងមិនអនុញ្ញាតកុំអារម្មណ៍យកតោះសុំកែឃ្លាពេលដែលប្រើពាក្យថាពលរដ្ឋទាំងអស់ដូចជាធំពេកហើយធំពេកពាក្យថាឲ្យពលរដ្ឋទាំងអស់ធំពេកទីរក់ទៅនឹងកើតគាត់ធ្វើមិនកើតទេក្មេងទើបតែអាយុក្រោម13 15ឆ្នាំគាត់ធ្វើមិនកើតទេអញ្ចឹងសូមឲ្យពលរដ្ឋខ្មែរដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឬក៏សូមឲ្យពូជអម្បូរខ្មែរណាដែលចេះស្រឡាញ់ជាតិមាតុភូមិគឺចេះច្បាប់អញ្ចឹងណាបងអញ្ចឹងយើងព្យាយាមសរសេរឃ្លាអីក៏ដោយកុំទូទៅពេកងាយនឹងភ័ន្តច្រឡំងាយនឹងឆ្លោះពាក្យសម្ដីគ្នាងាយនឹងប្រកែកគ្នាណាអញ្ចឹងខ្ញុំសូមបញ្ជាក់ត្រឹមប៉ុណ្្នេះណាមានសំណួរអីទៀតដែលត្រូវឆ្លើយឥឡូវនេះខ្ញុំទុកពេលវេលាអត់អីទេបងអែម៉ានខ្ញុំជួយកែបានន័យថាមិនមែនបានន័យថាបងខុសទេខ្ញុំគិតថាការនិយាយពាក្យទូទៅពេកវាអាចនឹងធ្វើឲ្យគ្រោះថ្នាក់សម្រាប់អ្នកសរសេរអ្នកនិយាយតែបើបងគិតថាទេសរសេរអញ្ចឹងត្រូវហើយទីរក់ទៅបង្កើតក៏ត្រូវតែចេះច្បាប់ដែរអញ្ចឹងបងបន្តទៀតទៅខ្ញុំអត់បានខាត់ទេណាលោកអ៊ំសុផាតសែត្រូវយកកិច្ចព្រមព្រៀងយកមកគោរពតាមសូមបន្តទៀតសំណួរដែលខ្ញុំសួរខាងដើមថាបើចិនក៏ដោយអាមេរិកកាំងក៏ដោយយួនក៏ដោយបើមានភាគីណាមួយសើរើកិច្ចព្រមព្រៀងនេះតើជនរួមភាសាធ្វើអីណាបើបានស្ដាប់បានច្រើនហើយបងសន្សើមផ្កាព្រៃសូមបន្តទៀតអូនម៉ាលីបងចង់ចេះចង់យល់អញ្ចឹងខ្ញុំសូមបកស្រាយឃ្លាមួយសិនសុភាជួយបកស្រាយដែរចោះដើម្បីឲ្យបងប្អូនសល់ឱកាសនៅក្នុងការគិតថាតើបើមានការសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះតើបងប្អូនគួរធ្វើអ្វីខ្លះបើយួនក៏ដោយចិនក៏ដោយអាមេរិកកាំងក៏ដោយបរទេសណាភាគីណាក៏ដោយឬក៏អង្គការសហប្រជាជាតិឥឡូវនេះជំនុនរឿងសមុទ្រចិនខាងត្បូងកំពុងមែនទែនហើយណាបងសារ៉ាសំ
អាមេរិកកំពុងលើកទ័ពជាបន្តបន្ទាប់ចិនកំពុងតែកសាងយោធាមូលដ្ឋានយោធាជាបន្តបន្ទាប់យួនអាមេរិកកំពុងធ្វើកិច្ចព្រមព្រៀងជាមួយគ្នាអាមេរិកអាចដាក់កងទ័ពនៅហ្វីលីពីនបានអញ្ចឹងចំនួនសមុទ្រចិនកំពុងតែក្តៅហើយតៃវ៉ាន់កំពុងតែបង្ហោះយន្តហោះមិនឈប់មិនឈរអាមេរិកចាឡាត់កងទ័ពរបស់ខ្លួននៅទឹកដីតៃវ៉ាន់ផងហើយជប៉ុនកំពុងតែរខីរខូមិនឈប់មិនឈរដែរប្រសិនបើចំនួននោះពិតជាកើតឡើងមែនលោកអ៊ំតារុនកំពុងឆ្នាំងក្មួយនៅកំពុងឆ្នាំងនៅឡើយទេបងឡុងប្អូនកំពុងឆ្នាំងនៅឡើយទេបងឈួនទូចជនរួមភាសាជួយគិតថាតើអ្នកទាំងអស់គ្នានឹងធ្វើអីបើមានរឿងរ៉ាវកើតឡើងនៅសមុទ្រចិនខាងត្បូងហើយរឿងភូមិមានរឿងរដ្ឋប្រហារនៅភូមិមាននេះគឺផ្អើលសកលលោកហើយអញ្ចឹងប្រទេសទាំងអស់នោះប្រកាសណាស់នឹងធ្វើអ្វីមួយយ៉ាងជាមួយនឹងឯកសារកិច្ចព្រមព្រៀងនេះព្រោះឯកសារនេះជាឯកសារគោលនៅក្នុងការចរចាជាឯកសារគោលនៅក្នុងការបញ្ចប់សង្គ្រាមនៅភូមាបញ្ចប់សង្គ្រាមនៅសមុទ្រចិនខាងត្បូងបង PK អញ្ចឹងខ្ញុំសូមឲ្យជនរួមភាសាស្ដាប់និងឆ្លើយបណ្ដាពួកខ្ញុំទាំងពីរសូមលើករឿងមួយរឿងចោះអង្កលអ៊ុនតាក់ចូលមកអង្កលអ៊ុនតាក់ចូលមកតើហេតុអ្វីបានជាអ៊ុនតាក់ចេញអញ្ចេះសភាយើងឆ្លើយបែបនេះវិញតើអ៊ុនតាក់មានកាតព្វកិច្ចអ្វីខ្លះនិយាយអំពីកាតព្វកិច្ចអ៊ុនតាក់ហើយយើងនឹងបកស្រាយឲ្យចោះតើពលរដ្ឋខ្មែរនៅពេលនោះធ្វើអ្វីចំពោះរឿងអ៊ុនតាក់ហ្នឹងណាឥឡូវនិយាយពីកាតព្វកិច្ចនិយាយត្រួស 4-5 ចំណុចតាមឧបសម្ព័ន្ធនីមួយៗក៏ល្អដែរឬក៏តាមកលឹះមួយចំនួនទៅណាដើម្បីឲ្យបងប្អូនអ្នកស្ដាប់នឹងស្ដាប់បានពិចារណា PK សួរសំណួរពាក់ព័ន្ធស្ថាប័នតើសួរក្នុងន័យណាសួរក្នុងអត្ថបទណាសួរក្នុងច្បាប់ណាសូមធ្វើការបញ្ជាក់ផងត្បិតថាម្សិលមិញ PK បានសរសេរដែរពាក្យនេះក៏ប៉ុន្តែពួកខ្ញុំនៅមិនទាន់ជាក់ច្បាស់ថា PK សួរពាក្យនេះយកពាក្យនេះមកពីណាអញ្ចឹងហើយថ្ងៃនេះសូមសួរម្ដងទៀតតើពាក្យស្ថាប័នយកមកពីណាដែលចង់ឲ្យពួកខ្ញុំបញ្ជាក់នៅក្នុងចំណុចដែលជជែកថាតើអ៊ុនតាក់មានកាតព្វកិច្ចអ្វីនៅក្នុងដំណាក់កាលអន្តរកាលខ្ញុំសូមធ្វើការលើកយកនៅឧបសម្ព័ន្ធទី1តែម្ដងដែលជាការបញ្ជាក់អំពីកាតព្វកិច្ចដែលជាការបញ្ជាក់អំពីច្បាប់រួមដែលអ៊ុនតាក់ត្រូវតែអនុវត្តក្នុងដំណាក់កាលអន្តរកាលជាធម្មតាស្ថាប័នមួយមកអនុវត្តតើគេមកអនុវត្តដោយចិត្តឯងតាមចិត្តចង់តាមមនោសញ្ចេតនាឬក៏មានច្បាប់ធ្វើជាគោលអ្វីដែលជាការបញ្ជាក់ថាអ៊ុនតាក់មានទូនាទីមានកាតព្វកិច្ចដែលត្រូវធ្វើការងារនោះគឺបែបនេះអ៊ុនតាក់ត្រូវតែធ្វើការងារជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជាដែលហៅកាត់ថា SNC ការធ្វើការងារជាមួយ SNC គឺមានការសរសេរបញ្ជាក់អំពីចំណុចនេះនៅក្នុងឧបសម្ព័ន្ធទី1កាតព្វកិច្ចនោះគឺអ៊ុនតាក់ប្រៀបបានដូចជាគ្រូពេទ្យដែលត្រូវមកព្យាបាលជំងឺដែលត្រូវមកស្គាល់អំពីរោគវិនិច្ឆ័យដែលកើតទៅលើអ្នកជំងឺដើម្បីដាក់ថ្នាំឲ្យត្រូវដើម្បីដាក់នៅដំណើរការនីតិវិធីឲ្យបានត្រឹមត្រូវនៅក្នុងបកសម្ព័ន្ធទី1នោះផងដែរគឺ SNC គឺប្រៀបបានដូចជាអ្នកជំងឺដែលត្រូវធ្វើការផ្ដល់ជារោគសញ្ញាបញ្ជាក់អំពីមូលហេតុដំណើរដើមតងនានាទៅដល់អ៊ុនតាក់ក្នុងការដែលឲ្យអ៊ុនតាក់អាចអនុវត្តការងារដំណើរការនីតិវិធីព្យាបាលបានអញ្ចឹងកាតព្វកិច្ចទី1របស់អ៊ុនតាក់ដែលត្រូវធ្វើនៅក្នុងដំណាក់កាលអន្តរកាលគឺជាកាតព្វកិច្ចដែលត្រូវធ្វើការងារជាមួយ SNC ព្រោះ SNC គឺជាស្ថាប័នតែមួយគត់នឹងមានអំណាចតែមួយគត់នឹងមានសម្លេងថាតំណាងឲ្យកម្ពុជាមិនមែនអ៊ុនតាក់ធ្វើការងារជាមួយនឹងលក្ខណៈបុគ្គលឡើយគឺធ្វើការងារជាមួយនឹង SNC ដែលការធ្វើការងារជាមួយនឹង SNC នេះគឺត្រូវតែមានកាតព្វកិច្ចក្នុងការដកកងកម្លាំងដកជំនួយយោធាដកនៅសម្ភារៈយោធាការដកកងកម្លាំងគឺត្រូវដកកងកម្លាំងចេញពីភាគីខ្មែរទាំងអស់ហើយឲ្យមានការរំសាយកងកម្លាំងយោធាគឺដកកងកម្លាំងដកនៅជំនួយយោធាចេញពីបរទេសដែលមាននៅលើទឹកដីខ្មែរទាំងអស់អញ្ចឹងកាតព្វកិច្ចទី1គឺការដកកងកម្លាំងការចម្បាញ់គ្នានិងវិធានការពាក់ព័ន្ធ PK ពាក្យស្ថាប័នបកមកថា
ជាអាគារស្ថាប័នគឺជាអាគារដែលមានមនុស្សធ្វើកិច្ចការងារមានប្រធានមានអនុប្រធានមានរដ្ឋបាលមានហេរញ្ញិកដូចជាក្រុមហ៊ុនមួយក៏ហៅស្ថាប័នដែរអង្គការសង្គមស៊ីវិលណាក៏ហៅស្ថាប័នដែរស្ថានទូតក៏ហៅថាស្ថាប័នដែរក្រសួងការបរទេសក្រសួងមហាផ្ទៃក្រសួងកសិកម្មក្រសួងនីមួយៗហៅថាស្ថាប័នដែរពាក្យថាស្ថាប័នណាស្ថាប័នហ្នឹងគឺអញ្ចឹងគឺបានជាអាគារដែលមានមនុស្សធ្វើការងារមានរចនាសម្ព័ន្ធដឹកនាំណាសូមបន្តមានបងម្នាក់ទៀតសួរថាតើសភើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចែកបានពលរដ្ឋបានប្រមាណភាគរយហើយបងបបួលគ្នាដាំសិនដាំបានមួយដាំឲ្យដុះមួយសិនពួកខ្ញុំមិនទាន់មានទិន្នន័យទេបងអត់ដែលបានរាប់ទិន្នន័យប៉ុន្តែបើជាមធ្យមពួកខ្ញុំចែកសភើជាមធ្យមបានរហូតទៅដល់200ទៅ300ក្បាលក្នុងមួយថ្ងៃក្នុងមួយសប្តាហ៍ហើយខ្ញុំឃើញបងប្អូននៅពោធិ៍សាត់នៅសៀមរាបនៅបាត់ដំបងនៅកំពង់ស្ពឺនៅខេត្តដទៃនិងបងប្អូននៅកូរ៉េហ្នឹងក៏ចែកសភៅជាមធ្យមមួយខែអាច10 20 30 40 50អាស្រ័យទៅលើខេត្តនីមួយដែរប៉ុន្តែអញ្ចេះពួកខ្ញុំអត់ទាន់ត្រូវការទិន្នន័យថាមានប្រមាណទេឥឡូវនេះមានអ្នកមើល20នាក់បងអ្នកកំពុងមើលនឹង20នាក់តិចណាស់បើប្រៀបធៀបមួយអ្នកដែលគេ live លក់លេគេនិយាយរឿងឧក្រិដ្ឋកម្មរឿងប្លន់រឿងចាប់ចម្រិតពី3ថ្ងៃហ្នឹងឃើញគេមើលវល់លៀនណាវល់លៀន view បងសុំត្រឹមប៉ុណ្្នឹងចុះណាខ្ញុំមិនបកស្រាយវែងជាងហ្នឹងទេប៉ុន្តែខ្ញុំសុំផ្ដាំបងមួយណាបើអាឡ័យតែបារម្ភខ្លាចពលរដ្ឋខ្មែរមិនចេះតើបងចេះនៅបើបារម្ភខ្លាចពលរដ្ឋខ្មែរមិនអាចយកកិច្ចព្រមព្រៀងទៅការពារជាតិតាន់ពេលវេលាកែលោយួនកែលោអាមេរិកបារាំងកែលោចិនធ្វើទុកបុកម្នេញធ្វើស៊ីមុនយើងទៅអញ្ចឹងបើសិនបើជ្រុលតែភ័យអញ្ចឹងហើយមកបបួលគ្នាកាន់ច្បាប់មើលបងម្ចាស់សំណួរខ្ញុំមិនចាំឈ្មោះបងទេមិញនឹងមើលមកកលេចទៅបើបងចង់ដឹងថាមានអ្នកពលរដ្ឋខ្មែរប្រមាណភាគរយសុំចេះទៅសុំសួរបងខ្លួនឯងវិញតើបងចេះនៅបើខ្ញុំអញ្ជើញបងមកសានទូតអាមេរិកបារាំងអង់គ្លេសមកសានទូតចិនរុស្ស៊ីជប៉ុនអូស្ត្រាលីកាណាដាឡម៉ង់ប៉ូឡូញហូឡង់សានទូតម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីប្រ៊ុយណេយួនសៀមឡាវអញ្ជើញបងទៅតុលាការអន្តរជាតិដើម្បីប្រឹងប្រែងទាមទារតវ៉ាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអង្គការសហប្រជាជាតិដែលទទួលបន្ទុកខាងសិទ្ធិមនុស្សតើបងទៅជាមួយខ្ញុំទេក្លាហាននេះបើក្រសួងចេះឆ្លើយទេដូចជាវិធានបတ်យើងថ្ងៃនេះដែលថាតើពលរដ្ឋគួរត្រៀមអីបើមានការសើរើកិច្ចព្រមព្រៀងណ៎ឃើញទេនេះក៏ជាចំណែកដែរណាជនរួមភាសានេះក៏ជាចំណែកដែរណា PK នៅពេលដែលយើងចាប់ដើមនិយាយអំពីថាតើពលរដ្ឋប្រមាណអ្នកចេះកិច្ចព្រមព្រៀងហើយចោះយើងមិនក៏មិនសួរខ្លួនឯងផងតើយើងយកទៅធ្វើអីកើតហើយចុះបើយើងមិនទៅទេយើងចាំគេណាយួនចាំឲ្យយួនទៅចាំឲ្យចិនចាំអាមេរិកបារាំងទៅចាំឲ្យជនក្បត់ជាតិជនលួចជាតិប្លន់ជាតិបំផ្លាញជាតិទៅណាបងមួនសុខានីយ៉ាឬសុកាញនីយ៉ាតោះបបួលគ្នាធ្វើកិច្ចការងារទាំងអស់គ្នាវិញតោះខ្ញុំស្លេះប៉ុណ្្នឹងបងមិនទាន់អស់ចិត្តសួរសំណួរទៀតណាខ្ញុំដឹងតែបងសួរចង់ដឹងនឹងដើម្បីឲ្យសบายចិត្តប៉ុន្តែខ្ញុំសូមឲ្យបងកុំសบายចិត្តនឹងអ្វីដែលជាចំនួនអីសូមឲ្យបងពង្រឹងសមត្ថភាពខ្លួនឯងហើយចូលរួមធ្វើកិច្ចការងារនេះជាមួយគ្នាណាបងណាថាលីបងមុំពៅអ្នកមីងមុំពៅណាបងឆាយចិត្តស្មោះបងធ្វើមិនដាច់ទៅហើយនឹងប្អូនណាកូនម៉ាក់មករយៈនេះមិនសូវឃើញប្អូនមកទេឬក៏បានមើលបងដែរតែខ្ញុំមិនសូវបានឃើញប្អូនមកណាបងង៉ែតកំពង់សោមគៀងរហូតនេះមេបងមីងលៀងឋានាខួនសុភាពផ្ដាសាយទេអត់ទេបងប៉ុន្តែបរិយាកាសឥឡូវនេះកំពុងលហើយលវឹងអញ្ចឹងត្រូវក្អកខ្លះត្រូវកាហៀមខ្លះអញ្ចឹងហើយណាព្រោះទៅខ្យល់បរិយាកាសអាចធ្វើការផ្លាស់ប្ដូរបានដែរអរគុណណាស់ដែលបារម្ភតោះជនរួមភាសាណែក្នុងរយៈពេលមួយសប្តាហ៍នេះអាមេរិកបានប្រកាសឲ្យលុយទៅស្ថាប័នណាដែលជំនាញខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យទៅយកលុយពីស្ថានទូតអាមេរិកដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីកិច្ចព្រមព្រៀងថាអនុវត្តដល់ណាហើយមិនអនុវត្តអីហើយយកឯកសារនេះដែលបានរកឃើញនេះមានចេញជាអនុសាសន៍ស្នើទៅដល់រដ្ឋាភិបាលខ្មែររួមជាមួយនឹងភាគីអន្តរជាតិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបន្តអនុវត្តហើយមិនត្រឹមតែប៉ុណ្្នឹងទេឥឡូវនេះយួនកំពុងតែសើរើរឿងច្រើនណាស់
យួនកំពុងតែធ្វើស៊ីរឿងចិនសមុទ្រចិនខាងត្បូងហើយនឹងសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីកំពុងស្រែកទ្រហោរឿងភូមាផងរឿងខ្លួនឯងរឿងសមុទ្រចិនខាងត្បូងជាមួយចិនផងអាមេរិកកំពុងតែបបួលបារាំងអង់គ្លេសកាណាដាអូស្ត្រាលីឥណ្ឌាហើយនិងជប៉ុនធ្វើសមយុទ្ធយោធាបណ្ដានៅសមុទ្រចិនខាងត្បូងដើម្បីគំរាមចិនកំពុងតែក៏គ្រឹះថ្មិញដាក់តៃវ៉ាន់មកទំហឹងហើយនឹងបន្តកសាងមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងរហូតដល់មានការសង្ស័យរបស់អ្នកកាសែតអាមេរិកផង Wall Street ផងហើយនឹងអ្នកតំណាងរបស់សហរដ្ឋអាមេរិកកាលពីប្រជុំអាស៊ាន2ខែមុនផងដែលតែងតែគម្រាមកំហែងឬក៏ចោទប្រកាន់ឬក៏ស្នើសុំឲ្យរដ្ឋាភិបាលខ្មែរកុំនៅក្បែរចិនពេកកុំឲ្យមានវត្តមានមូលដ្ឋានចិននៅសមុទ្រចិនមូលដ្ឋានចិននៅទឹកដីខ្មែរនៅឯសមុទ្ររៀមណែជនរួមភាសាអើយណាអំពាវនាវបកមកថាទៅហៅទៅចរចាទៅប្រកាសយកអំពាវនាវទៅហៅបែបទូតណាមិនមែនទៅហៅនឹងដូចយើងចាក់មីក្រូហៅទេណាគឺដាក់ជាលិខិតដាក់ជាសំណើស្នើទៅដល់ណាអំពាវនាវណាបាញ់នេះមានអ្នកសួរពាក្យកោះហៅនិងអញ្ជើញខុសគ្នាយ៉ាងម៉េចពាក្យកោះហៅបានន័យថាអ្នកដែលមានអំណាចហៅអ្នកដែលសង្ស័យអ្នកដែលមានអំណាចហៅអ្នកជាជនសង្ស័យពាក្យកោះហៅជាពាក្យច្បាប់គេប្រើសម្រាប់នៃច្បាប់ដូចជាតុលាការកោះហៅលោកសំរងស៊ីឲ្យចូលមកបកស្រាយអំពីការចោទប្រកាន់បើអ្នកមានអំណាចកោះហៅជនជាប់ចោទឬក៏ជនសង្ស័យចំណែកឯអញ្ជើញហ្នឹងអាហ្នឹងគឺជាលក្ខណៈមួយសមរម្យជាលក្ខណៈមួយគោរពបានន័យថាគោរពគ្នាវិញមកម៉ែឲ្យយើងត្រូវមានប៉ុនអញ្ចឹងគាត់ទៅអញ្ជើញអ្នកចិត្តខាងមកឃើញទេអញ្ចឹងអញ្ជើញគឺបានន័យថាជាលក្ខណៈមួយជាទូទៅមិនតាក់ទងទៅនឹងកោះហៅបែបអាញាធរទេសូមបន្តអមមិនខ្ញុំសូមបញ្ជាក់រឿងតាក់ទងនឹងអាមេរិកនិងយួនកំពុងតែមានបំណងសើរើរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងក៏ពួកខ្ញុំសូមឲ្យជនរួមភាសាសិក្សាឆ្វេងយល់ថាចោះបើយួនពិតជាសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមែនតើខ្មែរធ្វើអីណែប្រយ័ត្នយួនធ្វើស៊ីទៀតណាម្ដងទៀតពាក្យនេះគឺធ្ងន់បន្តិចប៉ុន្តែប្រយ័ត្នប្រយែងណែប្រយ័ត្នប្រសើរជាជាងប្រហែសប្រយ័ត្នបាត់ប្រយ័ត្ននៅប្រហែសបាត់ប្រយ័ត្នគង់ណោះហើយកុកអាចភ្លេចជងអត់ទេភ្លេចកុកទេបរទេសឆ្លៀនពៀនយើង 4-500 ឆ្នាំអត់ដែរភ្លេចខ្មែរទេប្រយ័ត្នតែខ្មែរភ្លេចបរទេសឆ្លៀនពៀនសុំបន្តជនរួមភាសាតើអ៊ុនតាក់មានកាតព្វកិច្ចអ្វីខ្លះនៅពេលនោះហើយពេលដែលអ៊ុនតាក់មានកាតព្វកិច្ចនៅពេលនោះតើឪពុកម្ដាយយើងអាយុ50ឆ្នាំថ្ងៃនេះឬក៏អាយុ60ឆ្នាំថ្ងៃនេះតើគាត់ដឹងអ្វីខ្លះអំពីរឿងហ្នឹងណែជួយឆ្លើយណាសូមម្ដងទៀតហើយម្ដងទៀតព្រោះសំខាន់មែនទែនថ្ងៃនេះបើអាមេរិកពិតជាសើរើរឿងកិច្ចព្រមព្រៀងនេះជាមួយយួនជាមួយនឹងឥណ្ឌូនេស៊ីជាមួយសិង្ហបុរីសើរើរឿងភូមាផងសើរើរឿងសមុទ្រខាងត្បូងផងស្រាប់តែខ្វះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើបក្តាំងស្រាប់តែមានចលនាធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23.91នេះក៏ក្រើកតែយើងធ្វើអីឥឡូវដើម្បីឲ្យយើងដឹងថាខ្លួនឯងធ្វើអីយើងត្រូវរៀនបទពិសោធន៍ក្នុងកាល91 93ដែលភាគីហត្ថលេខីចូលមកតើគេចូលមកយើងដឹងធ្វើអីអត់ឥឡូវសាកសួរបងប្អូនណាដែលមានអាយុពី50-60ឆ្នាំឡើងទៅជួយផងបងសុភារតនគិរីជួយប្រាប់ផងតើមានដឹងរឿងនឹងអត់ដឹកនឹងដឹងឬក៏មានយល់រឿងនឹងអត់យល់តើមកយល់ឬក៏មានស្គាល់ដឹងឮនឹងចេះរឿងនឹងអត់សុភានិយាយមិញអ៊ុនតាក់មានភារកិច្ចធ្វើការដកកងកម្លាំងកាច់ច្បាញ់គ្នានឹងវិធានការពាក់ព័ន្ធនៅក្នុងអបសម្ព័ន្ធទី2ហើយជាពិសេសមួយទៀតដែលខ្ញុំសង្កត់ធ្ងន់នោះគឺអ៊ុនតាក់ត្រូវធ្វើការងារជាមួយ SNC តែមិនមែនធ្វើការងារជាមួយនឹងបុគ្គលណាម្នាក់តាមបែបមនោសញ្ចេតនាតាមគំនិតយោបល់ផ្ទាល់ខ្លួនឡើយបងផាត់នាខៃតើដឹងរឿងនេះទេបងចង់ចេះចង់យល់មានដឹងទេថាអ៊ុនតាក់នេះអានឹងខ្ញុំឧបមាទេណាឧបមាដល់បងប្អូនអាយុ50-60ឆ្នាំឡើងទៅជួយឆ្លើយសំណួរហ្នឹងបើបងប្អូនណាមិនទាន់ដល់អាយុហ្នឹងទេគេលោកថាដឹងដែរប៉ុន្តែបើដឹងល្អហើយប៉ុន្តែខ្ញុំចង់សួរអ្នកមានបទពិសោធន៍ផ្ទាល់វិញឆ្លងកាត់ព្រឹត្តិការណ៍ហ្នឹង91-93អ៊ុនតាក់មកធ្វើការងារជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់តើជនរួមភាសាមានដែលដឹងទេ
ថាអូនតាក់គឺមកធ្វើជាគ្រូពេទ្យព្យាបាលឯ SNC ក្រុមប្រឹក្សាជាតិជាន់ខ្ពស់គឺជាអ្នកជំងឺបាទអូនតាក់ឲ្យទម្លាក់អាវុធ SNC ទម្លាក់អាវុធបងជាបងផាទីណាដឹងហ៎អញ្ចឹងខ្ញុំសួរបន្តទៀតបងផាទីណាចាំជួយឆ្លើយផងអូនតាក់ប្រាប់ថាឲ្យឈប់ទទួលជំនួយយោធាពីចិនពីយួនពីអាមេរិកពីបារាំងពីសូវៀតឡាក់ពីបរទេសគឺភាគីខ្មែរត្រូវតែឈប់ទទួលជំនួយយោធាពីបរទេសអូនតាក់ប្រាប់ថាឲ្យរំលាយរំសាយកងទ័ពរបស់ខ្មែរគ្រប់ភាគីទាំងអស់ហើយចាប់ផ្ដើមអត់មានថ្មទេសំទោសខ្ញុំមើលដោយសារតែសភាកំពុងតែដូរថ្មខ្លាចវាដាច់ព្រោះទូរស័ព្ទខ្ញុំមករយៈនេះគឺថ្មគឺឆាប់អស់ខ្លាំងពេកវាឆាប់អស់ខ្លាំងពេកអញ្ចឹងធ្វើឲ្យខ្ញុំបាទបងមហាលៀបបងយល់ច្រឡំហើយបងយល់ច្រឡំហើយយល់ច្រឡំនឹងសំណួររបស់បងសៃមឿនហើយអាត6មិនមែនជាឈ្មោះរបស់អង្គការទេអាត6គឺជាពាក្យមួយដែលមានន័យថាគណៈកម្មាធិការចំពោះកិច្ចឬក៏គណៈកម្មការចំពោះកិច្ចក៏បាននៅក្នុងន័យដែលបងសៃមឿនសួរគឺសួរក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីពាក្យអាត6ជាពាក្យភាសាអង់គ្លេសភាសាខ្មែរបកមកថាគណៈកម្មការចំពោះកិច្ចពាក្យថាគណៈកម្មការចំពោះកិច្ចគឺជាក្រុមមនុស្សមួយក្រុមដែលមានប្រធានមានអនុប្រធានមានការធ្វើការងារដែលមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ហើយធ្វើការងារដើម្បីដោះស្រាយវិបត្តិមួយដែលច្បាស់លាស់ណាសូមឲ្យបងប្អូនមើលព្រះអាទិត្យឲ្យច្បាស់បន្តិចចុះនេះណាឲ្យដេញតាមព្រះអាទិត្យចុះណាយើងចូលគៀកបន្តិចសភាដើម្បីឲ្យមកគៀកតិចទៀតឬក៏មកឆ្ងាយយ៉ាងហ្នឹងតិចទៀតអត់ទេពេលដែលយើងនៅក្បែរនេះគឺអាចនឹងធ្វើឲ្យឃើញព្រះអាទិត្យច្បាស់ចាំបន្តិចណាប្រហែលជាយើងផ្កាប់បន្តិចមិនបានព្រោះវាឃើញមេឃពេកឬក៏ងើយបន្តិចនេះប៉ុណ្នេះរោព្រះអាទិត្យរៀបលេចឲ្យបងប្អូនមើលទៅខ្ញុំមិនបានមើលទេព្រោះអាឡ័យតែនិយាយអញ្ចឹងមិនបានភ្នែកមើលប៉ុន្តែបងប្អូនឃើញព្រះអាទិត្យកំពុងលេចនៅស្រាប់កិច្ចព្រមព្រៀងផងហើយក្រោមថ្ងៃលេចហើយនៅខាងក្រោមនេះគឺវាស្រែពណ៌មាសទៀតវាស្រែពណ៌មាសដែលស្រូវទុំហើយណាណាស៊ីតយូប៉ុណ្នេះហើយណារោណាបានហ្នឹងជួលហើយជួលព្រះអាទិត្យមករះជួលព្រះអាទិត្យលេចអត់មានទេប្រាប់ធម្មជាតិសុទ្ធហើយមានរលកមានសារកាមានកុកអីហើពេញហ្នឹងបងប្អូនខ្លះភ្នែកល្អមើលឃើញបងប្អូនខ្លះភ្នែកមិនល្អក៏មិនអីដែរមើលពីចម្ងាយសុំបន្តអ្នកដែលដឹងណាសួរទៀតអ៊ុនតាក់គឺបញ្ជាឲ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់ភាគីខ្មែរទាំងអស់គឺរំសាយកងទ័ពរបស់ខ្លួនទម្លាក់អាវុធចុះតើមានដឹងអត់បង PK ស្ដាប់មួយឆ្លើយមិនទាន់ប្រាប់សំណួរទី1មានដឹងទេថាអ៊ុនតាក់គឺជាអ្នកជំនាញ SNC គឺជាអ្នកជំងឺដែលត្រូវព្យាបាលអ៊ុនតាក់ជាអ្នកប្រាប់ឲ្យរំសាយកងទ័ព SNC ធ្វើតាមឲ្យឈប់ទទួលជំនួយយោធាពីយួនចិនអាមេរិកបារាំងសូវៀតសៀមភាគីហត្ថលេខីដទៃទៀតគឺ SNC ធ្វើតាមឲ្យរំសាយកងទ័ពឲ្យបង្កើតរដ្ឋាភិបាលបង្កើតគណៈបកនយោបាយថ្មីដែលគណៈបកនយោបាយរបស់ខ្លួនគឺត្រូវតែគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីតើជនរួមភាសាមានដឹងអត់ថាអ៊ុនតាក់មានភារកិច្ចធ្វើរឿងនោះជាមួយនឹង SNC ជនរួមភាសាមានដឹងទេអ៊ុនតាក់គឺត្រូវផ្ទេរតួនាទីរបស់ខ្លួនក្រោយការបោះឆ្នោតដោយសេរីត្រឹមត្រូវបង្កើតបានរដ្ឋាភិបាលថ្មីហើយឲ្យទៅរដ្ឋាភិបាលថ្មីនោះដោយសន្តិវិធីដោយនីតិវិធីអត់ទេបងសារាកងគូអត់ច្បាស់ទេបងសឹមសារិទ្ធច្បាស់ទេមានអ្នកថាមិនច្បាស់លោកអ៊ំតរុនកំពង់ឆ្នាំងបងចម្រើនតអញ្ចឹងខ្ញុំសួរសំណួរប៉ុណ្នេះដើម្បីបានបកស្រាយចំណែកទៀតអំបញ្ញមិញនេះគឺនិយាយអំពីថាអ៊ុនតាក់មកហ្នឹងគឺដើម្បីធ្វើការងារជាមួយនឹងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហើយខ្ញុំសួរនេះគឺសួរមិនទាន់បានគ្រប់សំណួរដែលត្រូវសួរផងអំពីកាតព្វកិច្ចចាំមួយភ្លេតណាប្រហែលជាអាចមានអ្នកខលមកពីជីហ៎អូខេណាទៅហើយតទៀតនេះព្រះអាទិត្យរៀបលេខឲ្យជនរួមភាសាហើយចង់ដាច់មិនឲ្យបងប្អូនមើលព្រះអាទិត្យលេខយ៉ាងម៉េចព្រះអាទិត្យទោះបីជាខាត់ក៏ខាត់មិនចេះដែរដឹងតែលេខហើយ PK អើយណា PK ខំប្រឹងរៀនសួរអញ្ចឹងល្អហើយណា PK បងទឹមឈិនបងវ៉ាន់ច័ន្ទវាសនាមិញគៀងបងមិនដឹងតែមូលហេតុអីទេនៅតំបន់នេះណាប្រូសាវឌីអ្នកមានយូអេងលឺដាច់នៅកាណាដាលឺដាច់បងឃើញសភាពព្រាលហើយណោះ
nơi bong sập phía nơi rọt nạ kri không trồng ca còn mưa cho ba đây nè bông bật nè việc sai đi nơi có vùng trăng bỏng nơi có vùng trăng nơi mà đông sà la lấy bèm riêng phía bẩn tịnh ở đây thì là không xong bẩn to đầm nào từ một sân còn lưới tí pi chân luôn phía giả không xong động lực thì đây phổ biến bỏng ông ra thêm trôi mà sập sầm núi xuống tha bà mới căng yuan rồi có chân xa rương cách pom pieng san tại phiệp thì công Paris ni nơi pe chặt chặt nè pi pon mà hơi muôi mà hơi pi mà hơi bay nè ta chân luôn phía xa thử ấy 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 chẳng đam bay ở chân luôn phía xa chạy triềm buộc không vô chạy trong đây ông biết chọn cả ôn tạ màu ta không ai nợ pe đâu thử ấy pro chia pro không ai thử ở vậy mê đặc nom sai hai chiết không ai thử ở vậy muốn tây đi cha không ai thử ở vậy tao thử ấy nè bây giờ lịch bát hai lịch mưa ta mọc lịch này sao chăm chạp trong hôm tôi lùi mưa đấy vô ọt mưa ban mưa lịch mưa đấyความตรูขยมพีเคจับดามฟืบาพีเคติสันอาปอนพีเคอาปอนไม่กอดเตยจีความตรูบองเตวิงเล่นฟืจีโครนไอหายไม่กัดฟืแบบนี้บองสำนางบองจำรานะฮัดเอาไว้ใบเตยเชี่ยเหมือนช่วยกาปีเชียดมีแต่พุ่มใบเตยเชี่ยมาคอมโตรโซนแต่เว้งจับบอโซนสลับสายตาพีเคชบทือกางเงินนี่หายเล่นคอควายหนึ่งจับเชียดหายเล่นยกจับเชียดแต่ต่อสู้ปรังเทียมเตียต่อว่าหายฮัดเอาไว้ทือจังฮัดไอบรูซาวดีพีเคสนับมาดองเตียดอัปโอนจะบ้างนะขยมกับปงใจดำเลยอัมพิงกาสมัยอนตะตาโปรัดขมายเถื่อยพีเคปะโอนเปิดเจียสลังหอยนึงโกรุปปุขยมปะโอนพีเคเตอแต่คอมปรังต่อสู้ดำไปจะบับอันต่อเตียดกาปีจะบับอันต่อเตียดขมิ้นหรือกับเมียนปุขยมคือมันเป็นชื่อเรื่องสำคัญเลยเรื่องสำคัญเมียนเชียดหรือออดเชียดเรื่องสำคัญอะไรดังพิโกได้โกบ่มนองระบบปุกชมหายปุกชมฟื้นนี่ดำไม่เอาเชียดรัวคือยกบับเชียดหนึ่งอันตรายเชียดมากาปีเชียดให้สกอร์โกบ่มนองระบบปุกชมหายปุกเสกได้ปองปรัชนาระบบปุกชมเกลือไว้อาจสมานบานหายมันจำไปชมปราบตีเมนตีแต่ปุกชมจ้องเอาเชียดใบบ้าจ้องเอาเชียดเราเลี้ยจ้องเอาเชียดบัดบองไอกับเพียบจ้องเอาเชียดบัดบองจากไหนอดซออดแต่มาดองบองโสเฮงบองสุดที่แรกส้มบนต่อเตียดอมันไม่ชมปราบอัมปีตาโอนตะฟูไอจมูกเอเซนซีไอเลิศส้มบนต่อเตียดให้ชมส้มโดเมจมาดองนักชมส้มโดเมจมาตีนี่นำไปเอาบองโอนบ้านคืนมุกมัวเราบอกพวกชมแต่ปีนี้จะบาเชียงมุนบันตินะเอาบ้านปนนึงจ้ะหรือกับบ้านดำถนนลงตึกนี่ก็สะอาดได้นะโยนะไงหนึ่งเอาจะบองโอนสบายพเนจจะจ้ะนะต่อก็เลือกที่ปีอนตะเมาดิคือหมดเฟือกางเยี่ยอะนวัดเราโหดเราดับปีเมียร้าในโอปะสัมพันธ์ตีปีสพีบ้านบางทางมันนั่งแต่สมเอาสพีบรรยุบรรจับรรแถมอนตะเฟือกางเยี่ยนี่คือละอัดละอ่อนนะให้สมสพีบรรจัยแทนเมียร้าตีมวยดอลเมียร้าตีดับปีนี่ในโอปะสัมพันธ์ปีเจ็บปีแผ่นมวยอนตะหมดเฟือเรื่องขมายคือเราเวียงขมายนึ่งตีปีอนตะเฟือเรื่องบอดตีขนมอุปสัมพันธ์ปีตุ่มปัวมือรอยเกาซับรอโหดดอลตุ่มปัวปีรอยปีได้สเซเมียตรามวยดอลเมียตราดอกปีดูคือสเซละอัดละอันอัมปีกบวนอุนตะถือหายไปได้สพีกับพงบ่อไซจนรวมเฟียซาช่วยฉลายตาทรอบลื้อเรื่องนั้นทาอุนตะถือจังเรืออดสมชื่นสพีบางคนจนรวมพิซาอุปสมบูรณ์ตีปีได้เมียนถึงออกดอกปีเมียตรานี้ชุมชนเฟือกาบัญเจตรองจำนวนเพียกีขมายเอาไว้ได้อ
អូនតាត្រូវធ្វើពាក់ព័ន្ធនឹងការដកកងកម្លាំងការជបាញ់គ្នានឹងវិធានការពាក់ព័ន្ធជាមួយនឹងភាគីខ្មែរទី2ខ្ញុំនឹងបញ្ជាក់អ្វីដែលអូនតាត្រូវធ្វើក្នុងការដកកងកម្លាំងការជបាញ់គ្នាវិធានការពាក់ព័ន្ធទាំងអស់ជាមួយនឹងបរទេសជាមួយនឹងភាគីខ្មែរអ្វីដែលអូនតាត្រូវធ្វើក្នុងការដកកងកម្លាំងជំនួយយោធាសម្ភារៈយោធាដើម្បីបញ្ចប់សង្គ្រាមដើម្បីបង្កើតសន្តិសុខដើម្បីបង្កើតឯករាជ្យនិងដើម្បីបង្កើតសន្តិភាពគឺអូនតាត្រូវតែមានការដកកងកម្លាំងនិងរំសាយកងកម្លាំងចេញពីភាគីខ្មែរទាំងអស់បើបងប្អូនអាននៅក្នុងឧបសម្ព័ន្ធទី2មាត្រាទី1ទី2ទី3នោះគឺសុទ្ធតែដំណើរការសុទ្ធតែជានីតិវិធីដែលអូនតាត្រូវរៀបចំព័ត៌មានបញ្ជីព័ត៌មានរៀបចំប្រតិទិននានាដើម្បីឲ្យដឹងថា SNC ភាគីខ្មែរនីមួយៗនេះខ្លួនមានកាន់កងកម្លាំងយោធាចំនួនប៉ុន្មានត្រូវធ្វើរបាយការណ៍ឲ្យទៅអូនតាភាគីខ្មែរទាំង4នេះគឺត្រូវតែរៀបចំបញ្ជីទាំងកងកម្លាំងយោធាទាំងសម្ភារៈយោធាដែលខ្លួនមានមិនថាតែកំភ្លើងមិនថាតែជាយន្តហោះមិនថាតែជាគ្រាប់បែកមិនថាតែជាស្បៀងអាហារមិនថាតែជាថ្នាំពេទ្យមិនថាតែជារបស់នានាពាក់ព័ន្ធនឹងការធ្វើសង្គ្រាមសូម្បីតែទីប្រឹក្សានយោបាយក៏ត្រូវតែមានការរៀបចំប្រមូលជាព័ត៌មានឲ្យទៅស្ថាប័នអូនតាដើម្បីឲ្យស្ថាប័នអូនតានេះបានធ្វើការត្រួតពិនិត្យថាពិតជាមានការរំសាយកងកម្លាំងយោធាពិតជាអូនតាបានគ្រប់គ្រងនៅជំនួយយោធាគ្រប់គ្រងនៅអាវុធគ្រប់គ្រងនៅស្បៀងគ្រប់គ្រងនៅថ្នាំពេទ្យគ្រប់គ្រងនៅសម្ភារៈដែលរួមមានសម្លៀកបំពាក់នានាទាំងអស់គឺលេងនៅក្នុងភាគីខ្មែរហើយចំណែកឯចំណុចទី2វិញពាក់ព័ន្ធនឹងភាគីខ្មែរអ្វីដែលស្ថាប័នអូនតាត្រូវធ្វើនោះគឺការត្រួតពិនិត្យតាមដានថាពិតជាភាគីខ្មែរលេងទទួលយកជំនួយយោធាពីបរទេសនិងលេងទៅស្វែងរកជំនួយយោធាពីបរទេសទទួលយកជំនួយយោធាគឺបានន័យថាបរទេសនឹងគឺអាចផ្ដល់ជាជំនួយអាចផ្ដល់ជាកងកម្លាំងអាចផ្ដល់ជាជំនួយសេដ្ឋកិច្ចអាចផ្ដល់ជាសម្ភារៈនៅក្នុងការធ្វើសង្គ្រាមចំណែកឯលេងទៅស្វែងរកជំនួយយោធាបានន័យថាភាគីខ្មែរលេងទៅពឹងបរទេសលេងទៅស្វែងរកកងកម្លាំងលេងទៅស្វែងរកនៅទីប្រឹក្សានយោបាយនានាសូមបងប្អូនអានលម្អិតមួយដោយខ្លួនឯងក្នុងឧបសម្ព័ន្ធទី2ព្រោះនេះគឺជាក្បួនដ៏ល្អបំផុតក្នុងការធ្វើឲ្យខ្មែរឯករាជ្យក្នុងការធ្វើឲ្យខ្មែរគឺអាចដកនៅចារកិច្ចក្នុងការធ្វើឲ្យខ្មែរអាចដកនៅបរទេសឈ្លានពានចេញពីទឹកដីខ្មែរទាំងអស់និងចំណុចទី2ធំពាក់ព័ន្ធនឹងតួនាទីកាតព្វកិច្ចរបស់អូនតាត្រូវធ្វើពាក់ព័ន្ធនឹងរឿងការដកកងកម្លាំងយោធាជំនួយយោធាគឺជាមួយបរទេសវិញម្ដងកងកម្លាំងបរទេសដែលមាននៅលើទឹកដីខ្មែរត្រូវតែមានការដកចេញការដកចេញនោះគឺមានលក្ខណៈពិសេសថាអូនតាគឺត្រូវតែមាននៅការត្រួតពិនិត្យតាមដានតើដកនៅច្រកណាតើដកនៅម៉ោងប៉ុន្មានដកដោយប្រើមធ្យោបាយអ្វីមធ្យោបាយគឺសំដៅថាពេលដែលដកហ្នឹងគឺកងកម្លាំងយោធាបរទេសហ្នឹងត្រូវប្រើយន្តហោះនៅក្នុងការដឹកត្រឡប់ទៅបរទេសនឹងវិញឬក៏ប្រើផ្លូវគោកឬក៏ប្រើផ្លូវទឹកម៉ោងប៉ុន្មានច្រកណាដែលត្រូវដកហើយត្រូវតែមានស្ថាប័នអូនតានេះជាអ្នកត្រួតពិនិត្យយកបញ្ជីឈ្មោះដែលបានធ្វើនោះត្រូវយកមកត្រួតពិនិត្យហើយអ្វីដែលពិសេសមួយទៀតគឺអូនតាគឺត្រូវតែមានមេបញ្ជាការរបស់ខ្លួនទៅដល់បរទេសជិតខាងខ្មែរចំនួន3ដើម្បីឲ្យមានការត្រួតពិនិត្យតាមដានថាកងកម្លាំងយោធាពិតជាមានការដកចេញពិតជាមិនមានការវិលត្រឡប់មកវិញគឺត្រូវតាំងនៅយួនត្រួតពិនិត្យតាមដាននៅយួននៅសៀមហើយនឹងនៅប្រទេសឡាវផងដែរនិងបរទេសគឺបានធ្វើការសន្យាថាលែងផ្ដល់ជំនួយយោធាត្រឡប់មកវិញដល់ភាគីខ្មែរហើយអញ្ចឹងខ្ញុំសូមធ្វើការបែងចែកជា
ចំណុចធំប៉ុណ្ណឹងពាក់ព័ន្ធទៅនឹងឧបសម្ព័ន្ធទី2ដែលជាទួនាទីកាតព្វកិច្ចរបស់អូនតាថាមកនេះគឺពិតជាមកបញ្ចប់សង្គ្រាមមកនេះគឺពិតជាបង្កើតឯករាជ្យពិតជាបង្កើតសន្តិសុខបង្កើតសន្តិភាព ធ្លាប់ដឹងរឿងហ្នឹងអត់ធ្លាប់ឮរឿងហ្នឹងទេជនរួមភាសាប្រហែលជាជនរួមភាសាខ្លះខ្ញុំឃើញគាត់ទៅសេថាដឹងត្រឹមតែអូនតាក់មករៀបចំការបោះឆ្នោតតែប៉ុណ្្នឹងឯងតែឥឡូវនៅពេលដែលអាមេរិកមកសើរើយួនមកសើរើយើងនៅបន្តធ្វើអីនៅបន្តអត់ដឹងនៅបន្តអត់យល់អត់ឆ្វេងយល់តើយួននឹងធ្វើអ្វីជាមួយឯកសារនេះតើអាមេរិកយួននឹងធ្វើអ្វីជាមួយឯកសារនេះតើចិននឹងធ្វើអ្វីជាមួយឯកសារនេះជនរួមភាសាស្ដាប់ខ្លួនឯងខ្លះផងខ្មែរមែនតើខ្មែរមែនសួរខ្លួនឯងឲ្យស្គាល់មើលបើខ្លួនឯងជាខ្មែរឯកសារមួយការពារជាតិនិងពូជអម្បូរពូជសាសន៍នេះមិនក៏មិនជួយថែរក្សាការពារដូចបងម្នាក់ថាតើទឹកនឹងមានត្រីច្រើនឬក៏អត់បងជួយចិញ្ចឹមត្រីគ្នាមើលជួយបង្កាត់ពូជត្រីមើលជួយបង្កើតវិធីចិញ្ចឹមត្រីឲ្យល្អប្រសើរមើលជួយព្យាបាលរោគត្រីកុំឲ្យវាឈឺងាប់អណ្ដែតពេញទឹកមើលបងឈប់បបួលគ្នាអង្គុយចាំមើលថាមានត្រីឬអត់បបួលគ្នាបង្កាត់ពូជត្រីបបួលគ្នាថែរក្សាពូជត្រីចិញ្ចឹមត្រីបបួលគ្នាជីកស្រះធ្វើទឹកយ៉ាងម៉េចឲ្យវាមានសារជាតិចិញ្ចឹមត្រីហើយត្រីជាពូជដែលខ្សត់ឲ្យវាកើតឡើងវិញមើលបានទេបងប្អូន PK ស្រនមិនបន្ទោសឡើយអបអូនណាអបអូនខ្ញុំមិនបានបន្ទោសទេជនរួមភាសាអ្នកដែលគាត់គ្រប់គ្រងពួកខ្ញុំហើយដែលគិតថាបើខ្ញុំស្លាប់ទៅបើស្រននិងសោភាមានរឿងអ្វីកើតឡើងទៅតើនឹងមានរឿងអីកើតឡើងខ្ញុំប្រាប់ថាកុំខ្វល់នឹងជីវិតពួកខ្ញុំអីកាយវាចានិងចិត្តរបស់ខ្ញុំជារបស់ខ្ញុំគ្មាននរណាប្រើកាយខ្ញុំគ្មាននរណាប្រើកាយសូភីវាចាសម្ដីសម្លេងសម្ដីសម្ដៅរបស់ខ្ញុំចាសម្ដីកាយវាចាចិត្តហ្មងរបស់ខ្ញុំចិត្តរបស់ខ្ញុំដែរពេលដែលខ្ញុំទាំងពីរនេះស្លាប់ទៅគឺវានឹងរលាយតាមខ្ញុំទាំងអស់គេអាចត្រឹមតែថតសម្លេងពួកខ្ញុំទុកគេអាចត្រឹមតែឃើញទឹកមុខកាយវិការរបស់ពួកខ្ញុំគេត្រឹមតែដឹងថាសម្ដីខ្ញុំសំនៀងសម្លេងសំណូសូររបស់ពួកខ្ញុំគឺយ៉ាងម៉េចតែគ្មាននរណាប្រើបានទេដូច្នេះបងអូន PK ខ្ញុំសូមបញ្ជាក់ពីឃ្លាទៀតចោះពេលដែលខ្ញុំថាបើមានការសើរើរឿងកិច្ចព្រមព្រៀងនេះតើយើងធ្វើអីបងអូន PK ឆ្លើយថាបងអូននឹងមកគ្រប់គ្រងពួកខ្ញុំហើយខ្ញុំប្រាប់ថាធ្វើបែបនេះជាតិរលាយកុំចាត់ទុកមនុស្សបុគ្គលណាក៏ដោយបកណាក៏ដោយនិន្នាការនយោបាយណាក៏ដោយគឺជារបស់ល្អឲ្យសោះរបស់ល្អគឺវាត្រូវតែធ្វើតាមច្បាប់របស់ល្អគឺវាត្រូវតែស្របតាមច្បាប់របស់ដែលល្អគឺជារបស់ដែលมันអាចប្រឆាចនឹងច្បាប់ហើយច្បាប់មួយដែលជាតិខ្មែររស់ច្បាប់មួយដែលជាតិខ្មែរគង់វង្សច្បាប់មួយដែលជាតិខ្មែរនៅសល់ច្បាប់មួយដែលយួនសៀមឡាវព្រមប្រគល់ទឹកដីខ្មែរវិញច្បាប់មួយដែលយួនសៀមឡាវចិនអាមេរិកបារាំងសូវៀតព្រមប្រគល់ឯករាជ្យអធិបតេយ្យសន្តិសុខសន្តិភាពឲ្យខ្មែរវិញគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអញ្ចឹងជនរួមភាសា PK អ្វីដែលបងសង្ឃឹមថាបងអូនយល់ខ្ញុំដឹងថាយល់ប៉ុន្តែខ្ញុំខំប្រឹងបកស្រាយបន្ថែមព្រោះមានកលៈខ្លះដែលចង់បញ្ជាក់ថាមូលហេតុមិនឲ្យគ្រប់គ្រងពួកខ្ញុំមិនមែនពួកខ្ញុំមិនសប្បាយចិត្តដែលបងអូនគ្រប់គ្រងឡើយប៉ុន្តែជាតិមិនរស់គ្រប់គ្រងពួកខ្ញុំធ្វើអីសូមគ្រប់គ្រងកិច្ចព្រមព្រៀងទៅខ្ញុំក៏គ្រប់គ្រងកិច្ចព្រមព្រៀងសោភាក៏គ្រប់គ្រងកិច្ចព្រមព្រៀងហើយពួកយើងបបួលគ្នាគ្រប់គ្រងការពារច្បាប់ទាំងអស់គ្នាអត់មួយនៅ100អត់100នៅ1000អត់1000នៅ1លានហើយអត់ជំនាន់យើងនៅកូនយើងអត់ជំនាន់កូនយើងនៅចៅយើងទៀតអញ្ចឹងយើងត្រូវបន្តបេសកកម្មនេះដូចយើងហាត់ប្រាណឲ្យមានសុខភាពល្អអញ្ចឹងពេលដែលយើងហាត់ប្រាណបានសុខភាពល្អហើយតើយើងឈប់ហាត់ប្រាណទៀតទេអត់ទេនៅបន្តទើបសុខភាពយើងបន្តល្អជាដរាបឃ្លាទី2បងអូន PK ដែលខ្ញុំបញ្ជាក់នេះព្រោះវាមានលក្ខណៈសំខាន់ណាស់ខ្មែរសម្បូរតួឯកពេកពេលដែលតួឯកនៅរស់ផ្អើលប្រទេសខ្មែរតែពេលដែលតួឯកស្លាប់ទៅស្ងាត់ជ្រាបដូចចោលដូចសេះ
งัดเอาชีพบองปิดสับโอนหรือก็บองปิดสมบัติคันมอโจยูมันนั่งบองหรือก็โอนในผลิตได้บองสำนางจังยังส่งไปแจกมาบ้านนึงจ้าชบบังการตัวไอเตอร์สกยื่นคือปุยอัมโบยื่นนนนาก่อเตอร์ได้ฟื้นจีตัวไอได้กาพิจิตมีตัวพุ่มตามชันเตะแม่เนี่ยเสกาอุดมแม่กะเตะระบายยื่นตามเปเวลีได้ยื่นเฉลียดบ้านฟื้นก้าวโดยบองฮองเสียงเฮงเสียงจังกลมใจแต่บรรทุกเนี่ยได้กลมใจแต่จำมือเนี่ยได้ยื่นเฉลียดตั้งออกนี่เนาะบองจันนาบันเดตเมนเต้เนี่ยมินอยู่เองเนี่ยมินนารีดูชเนี่ยอารีก็จังได้ผมเคยโอนก็ได้นะจ๊ะพอนช่วยกางเงี้ยมันโชว์ที่ปลุ่มเราโหดเราปลุ่มให้ไทยเมาไงทั้งไงสายเถิดเนยแต่เฉลี่ยเรียนกันโปรเบียงบองมาสนาจึงจำโกนพองจึงจำประเดี๋ยพองคำปรังนะดำใบเอาครูนไอเมียนเอากะเรียนอะไรนึงโยจัดบองโปรบานเฮ้ยบองโปรนึงก็จัดระบอกก่อนนั่งก่อนสลายจีดใส่แต่เฮ้ยก่อนไหนเนยกะเนยมือกะต่อสู้ระบองมาสนามาระยะเต๋อสวัสดีบองมาสนาสลายจีดเลงสู้บ้านปนาโดนเปลให้แจเสดียงหนังบองเดียซากับพงชนังเสดียงหนังบองสเปซเสดียงหนังบองสเทนีฉันรวมภาษามาระยะนี้นะวิปจิตเฟื่อเอาจัดระบพวกชมนึงรุนจุยแต่พวกชมกรุกรองจัดบานหล่อปลาไปเนี้ยปนใต้ปจิตเฟื่อไอพวกชมรุนจุยแมนพวกกวาดนะคือยกชนะครัวซามุนหนึ่งยกชนะอาไปกรุบอย่างให้ยกชนะนุ่มเหม็นยกชนะจานการสำหรับเมนี่ทงครัวซาเจอกระทำปปนอันยังดูกับไรอันยังสลายเจ็ดลีนเลยนี่โดยบองเขียงของจังนะบองเนาะยี่เรื่องไหนชมตังคลาหรือปูมาดีไอเป้ด่าชันเจ้าเรายื่งไปมุดเตยนู่ครูซาเรายื่งได้ชินสลายยื่งกอดคอมโตยื่งให้ปลัวสลายเจี๊ยดเหม็นจีกับหอยนะกาปีจะบ้าประใจมันเข้าเสียดโดยใช่ไหมปนพีเคเอ้ยเนี่ยกุนนัดได้ปนบานซูนั่งถวยบองนั่งนักชั่วโมงมันดูมวยจนวนบาดท้ายเนี่ยเคยเนี่ยคอสโตรน่ะโซนอตเตอร์นี่ชั่วโมงเกตี้ตอมนี่ชั่วโมงมันดูหมดนั่งนะพูดมวยแล้วมวยเจ็ดจะด่าหน้าเนี่ยปรับผลไอ้ท่าได้ยังชั่วโมงเกตี้ฉันดูภาษาเขามันยัยเล่นดิคือเขาเอาเจ้าจันยัยชั่วโมงหน้าต่างหากchú bây không dễ trong nhà năng đăng luôn kia cái đó tại trong không ron này dễ chú kia nè hay bây giờ là dễ ta hỏi đó na đấy quay đó cầm cái pe chụp bực khăn luôn anh vay ở bong bồn mưa tha lục nói chụp chú nuôi bạch hay khơi khơi không này dễ chú mua bọc cối xong chui làm lắc sồn phong không đăng thả mọt là bọc không về ai nâng thổi bịa bịt môi chấm luôn đại không mình cua này dễ về ai nâng này dễ hay vi chia chấm này này cầm học chẳng nàyนี่ยี่เรื่องตู้เต้นน่ะจังเลือกดักคนไหนเรื่องวันนั้นไงยังมันกู้หนุ่มเล็กชมูเก้ก็จะเรื่องจะกรำสลัดทั่วเจี๊ยสลัดทั่วเจี๊ยโซจีเวททั่วได้เขียวเมียนนะชื่อบองสกิมเซียนเป็นไปไม่น่าลือสอดลือโซ่เด้จังช่องไปลือมาท้องเทียนเมนนี่ยี่จังบองช่องมาช่องไปตัวไหนชื่อนะบองสกิมเซียนช่องไปแบบวันนั่งบ้านนะเกี่ยวช่องไปให้ชื่อส้มมันต่ออ่ะมันไม่นี่ซัวปรูเมียนหน้าเมาต้องอัดดังทุกดำทำลายบอมโอนมือพ่อจนรวมไปจ้ะอาเต้เขียมมัดใบโซฟีเต้โซฟีจองใบตัวไหนบานโซฟีใจไฟตัวไหนเด้ใจไฟอันไวต่อเติมมันไม่นี่คือพวกชมเมียนสำนวนมวยซัวท่าบาสถานทูตดำใบอะไรกับปงแต่ก็หอยเมียนกาดัชนาวยกลอยดำใบเธอกาสายเชี่ยวกว่าดำเรืองกัดโปร่งเพียงซ่อนแต่เพียบที่โครงปารีมาเพย์ใบแต่ละการสมุยนี่ให้ยวนกับปงแต่รู้เรื่องจากหน้าเรื่องภูมิพองเรื่องสมบัติจังหวัดบงเรื่องการปราชญ์ออนไลน์เรื่องสมบัติจังหวัดบงพองให้ฟิลิปปินส์อินโดนีเซียสิงคโปร์บรูไนกัมพูแต่เมียนกากำปงแต่จำลองจำราเรื่องภูมิจังไอ้กระซาเก็ตโปรเพียงซันแต่พี่ปีกงบริณีกระตาจำลองอ่อยฮาร์ปะตุกใบอเมริกมันไซก็เป็นหนึ่งฮาร์ปโครไนได้โดยพลายไซไปตุ้มหนึ่งเมนจังตุ้มหนึ่งโตเมนจังแต่ดอลไปจ่าหายไปจันชัวหายไปปลายหายไปเธอเดือดชูค่ะไปตุ้มบ้านเนี่ยไปเธอเดือดชูจังก็ไปเธองวบเธอสวัสดิ์โต้ไปเธอจะชูค่ะcái problem san để việc công ty ní kata chấm luôn đôi môn cao từ môi cao là ngay môn cao từ môi miền được ấy môn cao từ môi miền ở các đại cam bài thang một siết và lại bôi sa sừng cream chìm piên chấm lục phum san vô bài nơi sở mất chân thằng bông khơi cầm phun từ miền chấm lục phum san vô bài thế nơi phum miền ở các đại cam bài thang một siết phong miềnอำเภอปลายปุยไซเขาพ้องมีเราโหดเนี่ยใส่องซันซูจิเธอบานองการเราเวียดเฮาก็เฮาแต่เรื่องอุกฤษกรรมประชังรูเซียนะให้หนึ่งเมียนรอดประหารใดเมียนกาซองไซทำเมียนจันเมียนอเมริกันกำปงแต่จอบโบกจอบบอลปิงจากใดหนึ่งพ้องเรื่องสมบัติจันขังทบงเจียมมวยไต้หวันใดอเมริกันไปนาโต้ระบาดอเมริกรบ
កំពុងជួយជុំយាយតៃវ៉ាន់ផងចិនកំពុងតែក្តៅត្រជារឿងសមុទ្រចិនខាងកើតជប៉ុនហើយនិងរុស្ស៊ីកំពុងតែមានរឿងរកម្មរកុសជាមួយគ្នាផងឯកសារកិច្ចព្រមព្រៀងនេះគឺកាន់តែក្តៅទៅត្រូវកោះយកមកនេះនិយាយហើយអញ្ចឹងជនរួមភាសាធ្វើអីបើកិច្ចព្រមព្រៀងនេះពិតជាត្រូវបានកោះរំលើងមែនតើជនរួមភាសាធ្វើអីសូមបងប្អូនជនរួមភាសាជួយឆ្លើយតែបើបងប្អូនណាមិនទាន់បានដឹងថាចម្លើយនោះយ៉ាងម៉េចទេអានេះអញ្ចឹងសូមឲ្យជួយឆ្លើយបាទជួយឆ្លើយបងនីសារ៉ាត់អញ្ចឹងពេលនិយាយអំពីការជួយឆ្លើយនេះសូមឲ្យជនរួមភាសាពិចារណានៅក្នុងដំណាក់កាលអូនតាដែលពួកខ្ញុំនិយាយរឿងអូនតានេះដើម្បីឲ្យស្គាល់ខ្លួនឯងថាចង់កាលអូនតាមកតើអ្នកធ្វើអីជាពិសេសអ្នកដែលមានអាយុ50 60 70 80ឆ្នាំឡើងទៅឥឡូវជំនាន់យើងឆ្នាំ2021នេះបើមានការសើរឿងកិច្ចព្រមព្រៀងនឹងទៀតតើយើងធ្វើអីឲ្យច្បាស់ណាឥឡូវខ្ញុំបញ្ជាក់តើមានដឹងទេថាអូនតាគឺចូលមកដកកងកម្លាំងយោធាជំនួយយោធាសភានិយាយល្អិតល្អន់អំពីរបៀបនៃការរំសាយកងទ័ពខ្មែររំសាយកងទ័ពយួនជំនាញការចារកិច្ច CIA KGB គិញមិញបរទេសឆ្លៀនពៀនដកចេញលេងវិលត្រឡប់វិញសភាបានបញ្យល់ឲ្យសូមស្ដាប់ម្ដងទៀតចុះពេលចប់សូមស្ដាប់ម្ដងទៀតព្រោះសភាបានបញ្យល់កលឹះលំអិតហើយសំខាន់ណាស់តែសំណួរសួរថាជនរួមភាសាមានដឹងអត់ថាអូនតាចូលមកធ្វើរឿងហ្នឹងថាយូណាមិចណែដែលលឺសូយូមិនអត់ណសុំឆ្លើយមួយទៀតណាគេអញ្ជើញឆ្លើយបាន PK អាចអញ្ជើញឆ្លើយអបងបន្តឆ្លើយចុះបងបូណាតើបណ្ដុះស្មារតីប្រជាពលរដ្ឋខ្មែរឲ្យស្នេហាជាតិបងបូណាបណ្ដុះខ្លួនឯងសិនខ្លួនឯងជាពលរដ្ឋខ្មែរដែរទេអញ្ចឹងបណ្ដុះស្មារតីស្នេហាជាតិខ្លួនឯងជាមុនសិនបានទេបូណាមុននឹងទៅបណ្ដុះពលរដ្ឋខ្មែរដទៃឲ្យមានស្មារតីស្នេហាជាតិយើងបណ្ដុះខ្លួនឯងសិនតើយើងបានបណ្ដុះខ្លួនឯងស្នេហាជាតិហើយនៅបើបូណាបានបណ្ដុះស្មារតីស្នេហាជាតិហើយខ្ញុំសួរសំណួរមួយអ្វីទៅជាតិបូណាជួយឆ្លើយបន្តិចណាខ្ញុំសូមបន្តទៅមុខទៀតគ្រឹះទី3អូនតាក់មកធ្វើរឿងទី3គឺរឿងរៀបចំបង្កើតគណៈបកនយោបាយខ្មែរឲ្យជាគណៈបកនយោបាយខ្មែរមិនមែនជាគណៈបកនយោបាយអាយ៉ងយួនមិនមែនជាគណៈបកនយោបាយអាយ៉ងសៀមអាយ៉ងចិនអាយ៉ងចក្រពត្តិអាមេរិកអាយ៉ងយួនសូវៀតអាយ៉ងចិនយួនអាយ៉ងអាមេរិកកាំងយួនអាយ៉ងសៀមយួនអត់ទេមិនមែនគណៈបកដែលបង្កើតឡើងដើម្បីលួចជាតិក្បត់ជាតិបំផ្លាញជាតិទេឧបសម្ព័ន្ធ3ទំព័រ203សរសេរក្បួននៃការបង្កើតគណៈបកនយោបាយស្នេហាជាតិ PK កិច្ចព្រមព្រៀងនេះអូនតាក់មកគឺមិនមែនមករៀបចំការបោះឆ្នោតតែមួយមុខដូចតែបងប្អូនធ្លាប់និយាយទេបានឃើញបានលឺសូគេនិយាយឬក៏ធ្លាប់ទៅបោះឆ្នោតខ្លួនឯងទេអូនតាក់មកគឺដើម្បីបង្កើតគណៈបកនយោបាយខ្មែរជាគណៈបកប្រជាធិបតេយ្យជាគណៈបកដែលមានគោលការណ៍សិទ្ធិមនុស្សជាគណៈបកស្នេហាជាតិហើយដាច់ខាតមិនយកគោលការណ៍អាយ៉ងដែលលឺសូពីអាយ៉ងទេអាយ៉ងគឺជាឧបករណ៍ដែលវាជារូបជាចម្បើងក្តីជារូបដែលកណាត់គេញាត់គោក្តីឲ្យមានរូបរាងជាមនុស្សហើយបន្ទាប់មកគេចងខ្សែឲ្យលោតហើយដែលខ្មែរមានសិល្បៈមួយឈ្មោះថាល្ខោនស្បែកតូចល្ខោនស្បែកធំក៏ជាលក្ខណៈអាយ៉ងដែរគេបញ្ចូលសម្លេងឲ្យលើកឲ្យដាក់ចាំងពលឺពីខាងក្រោយមកហើយធ្វើនិយាយវែកវក់ហ្នឹងអាហ្នឹងឲ្យអាយ៉ងនោះមេដឹកនាំខ្មែរមួយចំនួនជាអាយ៉ងរបស់យួនអាយ៉ងទាំងត្រកូលអាយ៉ងទាំងពូជអម្បូរអាយ៉ងគឺគ្រប់ចំនួនមេដឹកនាំខ្មែរខ្លះជាអាយ៉ងរបស់ចិនតពូជតអម្បូរដូចគ្នាមេដឹកនាំខ្លះក៏ជាអាយ៉ងអាមេរិកតពូជតត្រកូលដូចគ្នាអាយ៉ងសៀមអាយ៉ងបរទេសបើមិនយួនបើមិនចិនក៏ដោយក៏អាយ៉ងបរទេសដែរជនរួមភាសាបាបងហងសៀនហេងអើយបើគេកោះតើយើងធ្វើអីអញ្ចឹងសូមបញ្ជាក់អូនតាក់មកដើម្បីបង្កើតគណៈបកនយោបាយប្រជាធិបតេយ្យឲ្យខ្មែរជាគណៈបកដែលគ្រប់គ្រងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យតើជនរួមភាសាមានដឹងថាអូនតាក់មកធ្វើរឿងនឹងអត់4អូនតាក់មកធ្វើអីទៀតសូមអញ្ជើញសភាឧបសម្ព័ន្ធ4អូនតាក់គឺមករៀបចំឲ្យមានការរៀបចំជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាឲ្យមានការវិលត្រឡប់មកវិញដោយស្ម័គ្រចិត្តហើយនឹងដោយសន្តិវិធីនីតិវិធី
ឧបសម្ព័ន្ធទី4នេះមាន3ចំណុចធំ3ចំណុចធំនេះសូមបងប្អូនអានខ្លួនឯងពីទំព័រ204រហូតដល់ទំព័រ206មាន2ទំព័រមាន3ចំណុចធំអ្វីដែលជាចំណុចសំខាន់ពាក់ព័ន្ធនឹងការរៀបចំជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជានេះគឺជាប្រលឹងពលរដ្ឋហើយព្រោះការរៀបចំជនភៀសខ្លួនការរៀបចំជនផ្លាស់ប្ដូរទីកន្លែងកម្ពុជានេះសបញ្ជាក់ថាសង្គ្រាមនៅកម្ពុជាមិនមែនជាសង្គ្រាមរវាងខ្មែរនិងខ្មែរទេមិនមែនខ្មែរសម្រាប់ខ្មែរទេព្រោះមានពលរដ្ឋខ្មែរคล้ายទៅជាជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាហើយនៅពេលដែលមានការរៀបចំឲ្យមានការវិលត្រឡប់មកវិញគឺត្រូវតែមានការគោរពសិទ្ធិមនុស្សវិលត្រឡប់មកវិញឲ្យមានការចូលរួមនៅក្នុងការបោះឆ្នោតបើអ្នកនោះគឺគ្រប់អាយុ18ឆ្នាំឬក៏ដល់អាយុ18ឆ្នាំក្នុងថ្ងៃដែលចុះឈ្មោះបោះឆ្នោតអញ្ចឹងអាចចូលរួមបោះឆ្នោតបានហើយត្រង់ចំណុចនៃការរៀបចំជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាខ្ញុំសូមបញ្ជាក់ថាអ្នកដែលអនុវត្តនៅទីនេះគឺមានអ៊ុនតាតែអ៊ុនតាគឺដើរតួនាទីជាអ្នកចូលរួមសម្របសម្រួលឧទាហរណ៍ថាជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជានៅប្រទេសណាខ្លះអញ្ចឹងស្ថាប័នអ៊ុនតាក្នុងនាមជាអ្នករៀបចំកម្ពុជាក្នុងដំណាក់កាលអន្តរកាលគឺត្រូវទៅចរចាជាមួយនឹងប្រទេសនោះនៅពេលដែលអ៊ុនតាបានចរចាចប់សពគ្រប់ហើយទើបមានស្ថាប័នដែលជាក់ច្បាស់ពាក់ព័ន្ធនឹងការរៀបចំជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាតម្រូវការរបស់ជនភៀសខ្លួនការព្យាបាលនៅជំងឺនានាការរៀបចំសិទ្ធិមនុស្សគឺចាប់ផ្ដើមរៀបចំរួមមាន UN រួមមានអង្គការសហប្រជាជាតិដែលទទួលបន្ទុកជនភៀសខ្លួនជាអ្នកដែលធ្វើការជំរឿនជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាសម្ភារជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជារៀបចំមកវិញរៀបចំសំណុំឯកសារបែបបទនានាថាបើជនភៀសខ្លួននោះគាត់ចង់វិលត្រឡប់មកកម្ពុជាតើវិលត្រឡប់ទៅរស់នៅទីណាបើជនភៀសខ្លួននោះគឺចង់ទៅនៅប្រទេសទី3តើចង់ទៅនៅប្រទេសណាអញ្ចឹងគឺនីតិវិធីដំណើរការនានាដែលអាចឲ្យជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាវិលត្រឡប់ដោយស្ម័គ្រចិត្តវិលត្រឡប់ដោយសន្តិវិធីព្រោះប្រើច្បាប់គឺមានភាពស្របច្បាប់វិលត្រឡប់ដោយសន្តិវិធីមិនមែនវិលត្រឡប់ដូចមុន1991មិនមែនរត់ចេញពីប្រទេសដូចមុន1991ដោយសារមានសង្គ្រាមដោយសារការកាប់សម្លាប់ដោយសារការលាបពណ៌នោះទេអញ្ចឹងសូមបញ្ជាក់ប៉ុណ្ណឹងពាក់ព័ន្ធនឹងកាតព្វកិច្ចរបស់អ៊ុនតាគឺធ្វើបែបណារៀបចំឲ្យមានជនភៀសខ្លួនជនផ្លាស់ប្ដូរទីកន្លែងកម្ពុជាមានការវិលត្រឡប់មកវិញដោយស្ម័គ្រចិត្តដោយនីតិវិធីដោយសន្តិវិធីសូមដូរកន្លែងបន្តិចណាសូមបន្តបងប្អូនបន្តទៀតមានភារកិច្ចអ៊ុនតាក់ផ្សេងទៀតប៉ុន្តែពួកខ្ញុំនឹងបញ្ចប់នៅចំណែកនេះឲ្យបងប្អូនដែលបានដឹងចំណែកមួយទៀតដែលអ៊ុនតាក់ត្រូវធ្វើនោះគឺបង្កើតរដ្ឋធម្មនុញ្ញចូលរួមធានាការបង្កើតរដ្ឋធម្មនុញ្ញជារដ្ឋធម្មនុញ្ញប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវរដ្ឋធម្មនុញ្ញដែលជារដ្ឋធម្មនុញ្ញដែលមានគោលការណ៍សិទ្ធិសេរីភាពពលរដ្ឋខ្មែររដ្ឋធម្មនុញ្ញដែលមានការធានាជាសកលរដ្ឋធម្មនុញ្ញដែលយកនៅគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដាក់ចូលរដ្ឋធម្មនុញ្ញដែលត្រូវគោរពនៅកតិកាសញ្ញាអនុសញ្ញាអន្តរជាតិដែលតាក់ទិនទៅនឹងសិទ្ធិពលរដ្ឋសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌ជាដើមខ្ញុំនឹងអាចបញ្ចប់នៅអាចនឹងមុនឬក៏ក្រោយបន្តិចនៃការផ្សាយនេះណាព្រោះខ្ញុំមានរវល់ជនរួមភាសាពួកខ្ញុំមានរវល់ដែលត្រូវជួបបងប្អូននៅទីនេះបានណាត់ជាមួយគាត់មិនមែនបានទេបងប្អូនមិនសំខាន់ទេប៉ុន្តែមានកិច្ចការងារមួយចំនួនដែលខ្ញុំពិភាក្សាឲ្យពួកខ្ញុំត្រូវបន្តដំណើរទៅមុខទៀតមិនបាននៅកំពង់ឆ្នាំងនេះទេត្រូវបន្តដំណើរទៅមុខទៀតដូច្នេះមានអីដែលពួកខ្ញុំអាចធ្វើបានពួកខ្ញុំឆ្លៀតទាំងអស់ណាស់លោកអ៊ំខេនអៀងក្មួយមិនចាំទំនេរទេមកនេះជួយធ្វើរឿងឈូករបស់ខ្មែរផងធ្វើកន្ទេលកក់កន្ទេលរំជែករបស់បងប្អូនកសិករខ្មែរហើយនឹងព្យាយាមថតវីដេអូខ្លីៗមួយចំនួនដែលអាចធ្វើទៅបានព្រោះជាចំណែកដ៏សំខាន់នៃជីវិតរបស់ពួកខ្ញុំថាប្រសិនបើចង់ជួយជាតិបានវាអត់អាចចាំដល់តែយើងធ្វើផ្ទាល់ទេ
កិច្ចការងារជាច្រើនដែលពួកយើងអាចផ្ដល់គំនិតពួកខ្ញុំអាចផ្ដល់គំនិតទៅពួកគាត់យកទៅប្រើហើយគាត់យកទៅប្រើហើយគាត់ចេះដោះស្រាយវិធីសាស្ត្រអីដែលពួកខ្ញុំអាចប្រើបានគឺប្រើអញ្ចឹងថ្ងៃនេះគឺធ្វើកិច្ចការងារបាន3 4ថ្ងៃហ្នឹងខកតែមួយទេគឺស្ករត្នោតពួកខ្ញុំវង្វេងផ្លូវទៅបានម្ដងទៅលើកនេះគឺរកមិនឃើញរក2 ដងរក3 ដងរកមិនឃើញពួកខ្ញុំក៏សម្រេចចិត្តដូរទិសដៅទៅដូរទិសដៅមករំលងទិសដៅមួយណាបងឈុនថន UN មិនបានបំពេញភារកិច្ចរបស់ខ្លួនពេញលេញទេណាចេះសរសេរឃ្លាហ្នឹងល្អចេះសរសេរឃ្លាហ្នឹងល្អហើយណាងាកបន្តិចឲ្យបងគាត់ដើរណាឃើញមេឃខាងក្រោយស្អាតទេឃើញព្រះអាទិត្យទើបតែលិចអញ្ចឹងឃើញពណ៌ក្រហមមុខពួកខ្ញុំឃើញខ្មៅហើយណាប៉ុន្តែទីទៀតព្រះអាទិត្យនឹងពន្លឺព្រះអាទិត្យនឹងរលាយទៅធ្វើឲ្យពួកខ្ញុំអាចភ្លឺជាងមុនវិញចេះអញ្ចឹងមិនអីទេធ្វើអីគេបងទៅយោស្រោចទេមកបូមតោះអញ្ចឹងសុំបន្តអាចនឹងពួកខ្ញុំធ្វើបានខ្ទង់កន្លះម៉ោងអីទៀតណាម៉ោង7អាចនឹងចប់មុនកន្លះម៉ោងប៉ុន្តែអញ្ចេះដែលបងមានបងម្នាក់សរសេររឿងអ៊ុនតាក់រឿងអង្គការសហប្រជាជាតិមិនបានធ្វើអីបងផលភួនបងវឿនធូប្រសិនបើជនរួមភាសាចាប់ដើមចេះពិចារណាបែបនេះគឺចំណែកនេះសំខាន់ណាស់ចុះឥឡូវប្រសិនបើអ្នកដល់ហើយណាបងសុធារិទ្ធបងលេងសុធារិទ្ធចាំពួកខ្ញុំតាក់ទងឲ្យបងស្ករនឹងព្រោះស្ករមានស្ករដែលអន់ស្ករដែលល្អស្ករអន់នឹងគឺតម្លៃដើមដែលមកទិញផ្ទាល់បងប្អូនដែលមកទិញផ្ទាល់នៅកំពង់ឆ្នាំងណាគឺ3,500ទេតែតម្រាំតែគាត់រៀបចំអីហ្នឹងយកទៅហ្នឹងគឺតម្លៃក្នុង7,000រៀល7,500តែបើបងប្អូនចង់បានស្ករល្អនៅកំពង់ឆ្នាំងមាន2កន្លែងដែលមួយគឺគាត់ធ្វើគាត់តែធ្វើហើយមួយទៀតគាត់ធ្វើដើម្បីគុណភាពអញ្ចឹងតម្លៃគាត់លក់ចេញប្រហែលជាខ្ទង់7,500ទៅទិញផ្ទាល់នៅក៏ដល់កន្លែងតែតម្រាំតែគាត់អាចយកមកដល់ភ្នំពេញឬក៏យកមកដល់ផ្ទះជនរួមភាសាអាចរហូតដល់ខ្ទង់10000ឬក៏11000អីជាដើមនៅផ្អើ1គីឡូ11000ឯណោះនៅផ្អើណាអញ្ចឹងបងប្អូនដែលចង់បានអាស្រ័យទៅលើថាតើបងប្អូនចង់បានស្ករប្រភេទណាបែបណាចាំបញ្ជាក់ក្រោយចោះអរគុណណាស់ដែលបងប្អូនចាប់អារម្មណ៍ហើយពួកខ្ញុំកំពុងតែរកម៉ាស៊ីនកែច្នៃជនរួមភាសាណាមានជួយប្រាប់ផងឥឡូវខ្ញុំសូមបន្តបានហើយថាតើប្រសិនបើមានការសាររើអាមេរិកក៏សាររើចិនឬក៏យួនឬក៏បរទេសណាក៏ដោយសាររើកិច្ចព្រមព្រៀងតើពួកយើងគួរត្រៀមអីអញ្ចឹងពួកខ្ញុំមានពេលកន្លះម៉ោងក្នុងការចែករំលែកអំពីវិធីសាស្ត្រត្រៀមតើពួកយើងគួរត្រៀមអីមុនសុភាចង់ចាប់ដើមមុនទេបងប្អូនជនរួមភាសាអ្វីដែលជាការត្រៀមពីព្រោះពួកខ្ញុំនេះបានបញ្ជាក់រឿងកតាបកិច្ចរបស់អូនតាក់នៅពេលដែល91 93យើងមិនបានត្រៀមអ្វីទាល់តែសោះពេលដែលអនុវត្តពេលដែលបង្កើតកិច្ចព្រមព្រៀងចុះហត្ថលេខា23 ដុល្លារ 1991ប្រកាសណាស់ថាក្នុងស្ថានភាពបែបនោះគឺពិបាកនៅក្នុងការដែលពលរដ្ឋត្រៀមខ្លួនព្រោះទៅតែចប់ការធ្វើសង្គ្រាមបែបយោធាចឹងហើយត្រូវការឆ្លងកាត់នៅដំណើរការនេះគឺវាមានភាពស្មុគស្មាញនិងតក់ក្រហល់ដែរក៏ប៉ុន្តែអ្វីដែលពួកយើងធ្វើការឆ្លោះបញ្ចាំងនៅពេលនោះនៅពេលនេះយើងមិនអាចឲ្យគន្លាក់នោះឬក៏គម្លាតនោះកើតឡើងវិញនោះទេនៅពេលដែលយើងមានទម្ងន់មួយទៀតនឹងចង់បញ្ជាក់ថានៅពេលដែលគេចុះហត្ថលេខានៅពេលដែលភាគីហត្ថលេខាចុះហត្ថលេខា23 ដុល្លារ 1991អនុវត្តភ្លាមដោយអ៊ុនតាក់ដោយក្រុមបេសកជនពិសេសដោយ SNC ផងនោះភ្លាមនោះផងប៉ុន្តែឥឡូវបើគិតតាំងពី93មកវាប្រមាណជិត30ឆ្នាំដែរគឺបន្ទុកទម្ងន់ដែលពួកយើងត្រូវអូសត្រូវរុញត្រូវទាញនេះគឺធ្ងន់ណាស់មិនមែនដូច91 93ភ្លាមនោះទេប៉ុន្តែការបញ្ជាក់បែបនេះមិនមែនបានន័យថាអស់សង្ឃឹមនឹងមិនអាចទៅរួចទេព្រោះយើងដឹងថាវិធីសាស្ត្រដែលយើងជាពលរដ្ឋត្រូវត្រៀមប្រសិនបើមានការសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺយើងជាពលរដ្ឋនេះត្រៀមខ្លួនថាយើងត្រូវតែចេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីចេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះវាមិនខុសអីពីថានៅពេលដែលយើងទៅដាក់ពាក្យបណ្ដឹងយើងថាយើងបាត់គោតែសួរថាយើងស្គាល់គោរបស់យើងឬក៏អត់សួរថាគោរបស់យើងមានស្លាកស្នាមបាត់នៅពេលណានោះណា
អាចជាជនសង្ស័យលួចគោរបស់យើងបានស្គាល់ចំណុចទាំងអស់នឹងដែរឬទេពេលដែលថាទៅចង់ប្តឹងនោះពីព្រោះពេលដែលយើងដាក់ប្តឹងគេនឹងសួររឿងហ្នឹងទៅគេអាចចាត់ដំណើរការនីតិវិធីស៊ើបអង្កេតសាររើសរើបានដូចគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីចង់ឲ្យមានការសាររើតែពេលដែលយើងមិនចេះកិច្ចព្រមព្រៀងមិនខុសអ្វីពីបទពិសោធន៍ដូចឆ្នាំ1991មុន1993កំឡុងពេលដែលអ៊ុនតាក់បានអនុវត្តតួនាទីកាតព្វកិច្ចរបស់គេទេអ៊ុនតាក់អនុវត្តមិនទាន់ចប់តួនាទីកាតព្វកិច្ចដែលបានសរសេរចេញទៅក៏ចេញទៅគ្មានអ្នកណាខាត់អ៊ុនតាក់ថាត្រូវតែអនុវត្តកាតព្វកិច្ចតួនាទីឲ្យបានចប់សពគ្រប់អញ្ចឹងចំណុចដែលខ្ញុំបញ្ជាក់តែមួយនេះថាពួកយើងជាពលរដ្ឋត្រៀមអីគឺចេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទើបយើងអាចចូលរួមថាសាររើដោយភាគីហត្ថលេខីណាមួយក៏ដោយប៉ុន្តែយើងមានភាពរឹងមាំនិងយើងបានត្រៀមខ្លួនរួចជាស្រេចថាកិច្ចព្រមព្រៀងនេះមិនត្រូវបានបរទេសណាមួយយកមកប្រើដើម្បីចំណេញតែប្រទេសគេឬក៏ចំណេញតែបញ្ហាណាមួយតែខ្មែរគឺបន្តខាតបង់បន្តនៅក្នុងការទុកកិច្ចព្រមព្រៀងនេះត្រឹមតែចន្លោមានបងម្នាក់គាត់ទៅសេថាសាររើមិនកើតទេបងដែលមានគណនីឈ្មោះថាអីគេចេះរស់ផាន់បងដែលគណនីឈ្មោះថារស់ផាន់គាត់ថាសាររើមិនបានទេខ្ញុំធ្វើតេស្តបងលើមើលបងរស់ផាន់តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានទាំងអស់ប៉ុន្មានមាត្រាបងរស់ផាន់បងថាសាររើមិនបានទេតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានប៉ុន្មានមាត្រាកែលោរាប់មាត្រាហ្នឹងថាយើងនឹងថាគេនឹងទៅពេកអញ្ចេះបងតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះមានកិច្ចព្រមព្រៀងធំប៉ុន្មានបងរស់ផាន់ដែលបងថាសាររើមិនបានបងរស់ផាន់គេទៅលាក់ខ្លួនដេកនៅមុខយើងនឹងសក្ដុកឆ្កែហ្នឹងគេដើរមិញហ្នឹងឈរឡើងថ្មឹងបើស៊ូគេបដូរខ្លួនលេសក្ដុកឲ្យបងប្អូនមើលទៅចោះកែនៅអត់ចាប់អារម្មណ៍ថាខ្ញុំទៅសាយរឿងអីនេះសាយរឿងនេះគេដេកហ្នឹងគេទម្លាក់ខ្លួនគេក្ដុកនៅហ្នឹងយីគិតទៅវាមានអ្នកខ្ជិលមែនទេខ្ជិលឌឺហ្មងនៅត្រង់ចំណុចថាសាររើមិនបានបងផៅឈុំមានអ្នកថាសាររើមិនបានឥឡូវសួរសិនតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនេះបានអនុវត្តអ្វីខ្លះហើយណែម្ចាស់សំណួរម្ចាស់គំនិតសាររើមិនបានតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទំព័រ271មានទាំងអស់8ចំណុចតើចំណុចខសរសេរអំពីអីបងរស់ផាន់បងថាកិច្ចព្រមព្រៀងសាររើមិនបានតើមាត្រាទី5ទំព័រ273មាន4ចំណុចនោះដែលសរសេរអំពីក្បួននៃការធ្វើកិច្ចការងារនយោបាយជាតិតើបងដឹងថាចំណុចទាំង4នោះយកទៅធ្វើអីសុំស្លេះប្រព័ន្ធនេះចោះឥឡូវសុំបញ្ជាក់អំពីគំនិតខ្លះទៀតណានៅពេលដែលយើងនិយាយអំពីរបៀបនៃការដែលថាតើប្រសិនបើមានការសាររើតើធ្វើអីខ្ញុំគិតថាខ្ញុំមិនបានបន្ថែមច្រើនទេនៅអ្វីដែលសុភាបានបញ្ជាក់ប៉ុន្តែកន្លឹះធំជាងគេចំនួនភាសារៀនសិនឥឡូវយើងចង់បានគោយើងចង់ប្តឹងយកគោយើងស្រាប់តែគេសួរថាគោអ្នកពណ៌អីគោជើងប្រមាណគោស្នែងមានប្រមាណហើយគោអ្នកចូលចិត្តស៊ីស្មៅនឹងផឹកទឹកនៅម្ដុំណាអ្នកមិនស្គាល់គោមិនស្គាល់របស់ដែលអ្នកបាត់ទេពេលដែលអ្នកទៅសាររើអ្នកទៅប្តឹងប្រោសតើប្តឹងប្រោសយ៉ាងម៉េចទី1ទី2ចប់បើគេសាររើជំនួសយើងវិញតាមពិតគោនឹងគោយើងទេមានអ្នកសាររើថាយករកគោឲ្យយើងស្រាប់តែគេទៅដឹកឆ្កែមកគេថានេះអញសាររើបានណានេះគោឯងសរសេរដដែលគោគោយើងអត់ចេះសរសេរប៉ុន្តែគេនិយាយថាគោគោដល់ពេលគេដឹកឆ្កែមកយើងមកអត់ស្គាល់គោអញ្ចឹងអាអ្នកសាររើយើងគេវាមិនដឹកគោយើងឯណាបើដឹកឆ្កែយើងយកដែរបើជំនួសភាសាអញ្ចឹងយើងត្រូវចេះសិនហើយការចេះនេះត្រូវការពេលវេលាណាស់បងប្អូនខ្លះប្រមាថនឹងការចេះដឹងតែតាមពិតទៅមើលទៅបើមនុស្សល្ងងតើគេឲ្យដឹកនាំក្រុមហ៊ុនទេមិនចាំចេះអសក៏ដោយប៉ុន្តែបើមនុស្សនឹងមិនចេះដឹកនាំក្រុមហ៊ុនទេតើគេឲ្យដឹកនាំទេមើលមេភូមិមេឃុំក៏ដោយថាគាត់អត់ចេះអសប៉ុន្តែបើគាត់មិនចេះដឹងទេស្មានតែគេឲ្យគាត់នឹងដឹកនាំ
มันน่ะจังการเรียนใจนี่มีวิธีศาสตร์จารย์ส่งไอ้สพีช่วยเป็นแจกคนนึกคลาๆของการเรียนได้ผู้ยืมมันเถื่อก่อนหลังเมาส์ให้บองโอนอายุแต่ปลาแบบน่ะส่งไอ้กอดเถื่อตังเอาไปเด็กกอดอาเถื่อบ้านจ่อ បងប្អូនជនរួមភាសាជាការបញ្ជាក់ថារៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបែបណានោះទី1សូមបងប្អូនកុំតក់ក្រហល់ការរៀនកិច្ចព្រមព្រៀងនេះតែមានអារម្មណ៍តក់ក្រហល់ភ្លាមគឺបងប្អូនពិបាកនៅក្នុងការរៀនណាស់ព្រោះតែអារម្មណ៍តក់ក្រហល់នេះគឺធ្វើឲ្យយើងមិនអាចឈានពីមួយជំហានទៅមួយជំហានគ្រប់គ្រងចិត្តបានឡើយគឺចង់តែឲ្យទៅតែម្ដងអញ្ចឹងយើងបាត់បង់នៅទេពកោសល្យរបស់ខ្លួននឹងខ្លាយទៅជាជំងឺស្មុគស្មាញត្រូវបានកើតឡើងអញ្ចឹងទី1គឺត្រូវជំរះនៅភាពតក់ក្រហល់ទី2ការរៀនគឺត្រូវតែប្រើប្រាស់នៅទេពកោសល្យរៀងខ្លួនបើបងប្អូនអានហើយអាចចេះកិច្ចព្រមព្រៀងសូមអានសរសេរយកមកចម្លងយកមកសរសេរគូសវែកញែកចំណុចនីមួយៗដោយពួកខ្ញុំបានធ្លាប់ធ្វើនៅលើក្តារខៀននោះសូមប្រើមធ្យោបាយនេះសូមប្រើវិធីនេះទី3យកកិច្ចព្រមព្រៀងនេះជជែកជាមួយមិត្តភ័ក្តិបង្កើត Facebook group ឬក៏ជាសារក្នុង Messenger ជជែកគ្នាទើបអាចរៀនចេះសួរចម្លើយចែករំលែកគំនិតគ្នាចេះសូមប្រើប្រាស់វិធីសាស្ត្រនឹងចោះជារួមបងប្អូនមានទេពកោសល្យបែបណាសូមប្រើប្រាស់ទេពកោសល្យទាំងអស់នោះដូចគ្នាទេពកោសល្យនេះមិនត្រឹមតែរៀនកិច្ចព្រមព្រៀងទេបងប្អូនចែករំលែកពេលដែលចែករំលែកកុំគ្រាន់តែយកវិធីសាស្ត្រមួយដែលពួកខ្ញុំធ្វើការផ្សាយផ្ទាល់បងប្អូនថាអត់ពូកែនិយាយមិនចេះនិយាយអីជាដើមកុំយកវិធីសាស្ត្រដែលពួកខ្ញុំបានធ្វើសូមប្រើប្រាស់ទេពកោសល្យខ្លួនឯងក្នុងការចែករំលែកបើចេះច្រៀងសូមប្រើចម្រៀងនោះតែច្រៀងរឿងច្បាប់ចែករំលែកបែបជាចម្រៀងបែបជាកំណាព្យបែបជាការសរសេរបែបជារូបភាពបែបជាគំនូសផ្សេងៗបែបជាតុក្កតាបែបជាវីដេអូឬក៏ប្រើប្រាស់ការកាត់តវីដេអូជាដើមបងប្អូនជនរួមភាសាកុំភ្លេចថានៅពេលដែលគេផ្សាយពាណិជ្ជកម្មមួយពាណិជ្ជកម្មស្រាបៀរចោះគេប្រើប្រាស់សពគ្រប់បែបយ៉ាងវិធីសាស្ត្រនានាចុះយើងពេលដែលយើងផ្សព្វផ្សាយអំពីច្បាប់រៀនអំពីច្បាប់ដាច់ខាតគឺត្រូវតែប្រើប្រាស់វិធីសាស្ត្រនិងទេពកោសល្យដែលបងប្អូនមានអញ្ចឹងខ្ញុំបានបញ្ជាក់អស់ហើយណាថារៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យចេះប្រើប្រាស់ទេពកោសល្យរបស់ខ្លួនឬទេពកោសល្យរបស់បងប្អូនជនមានភាសារៀនហើយសូមធ្វើការចែករំលែកកិច្ចព្រមព្រៀងនឹងផងព្រោះបងប្អូនតែងសួរថាកិច្ចព្រមព្រៀងនេះដល់ណាចុះតើយើងជាអ្នកចូលរួមរៀនកិច្ចព្រមព្រៀងនេះចែករំលែកឲ្យបានដឹងហើយឬនៅមុននឹងចង់ឲ្យក្រសួងថាដាក់កិច្ចព្រមព្រៀងនេះរៀនទៅមុននឹងចង់ឲ្យសារព័ត៌មានផ្សព្វផ្សាយចុះយើងបានចូលរួមចំណែកផ្សព្វផ្សាយហើយឬនៅពីចំណុចណាពាក់ព័ន្ធនឹងការរៀនកិច្ចព្រមព្រៀងដោយប្រើប្រាស់ទេពកោសល្យរបស់ខ្លួនឯងនិងការចែករំលែកខ្ញុំសូមបញ្ជាក់ពីឃ្លាទៀតសម្រាប់ការរៀនចោះជនរួមភាសាការរៀននេះគឺមិនមែនបានន័យថាដល់តែអ្នកមកស្ដាប់អ្នកដទៃទើបរៀនទេគឺចេះបង្កើតសំណួរឲ្យច្រើនការដែលជនរួមភាសាបង្កើតសំណួរចេះឆ្ងល់កាន់តែច្រើនចម្ងល់នោះហើយគឺជាការស្រាយនៅចិត្តរបស់អ្នកដូច PK ដូចបងប្អូនដទៃដែលខំប្រឹងសួរសំណួរច្រើនការដែលអ្នកទាំងអស់គ្នាខំប្រឹងសួរកាន់តែច្រើនសំណួរនោះគឺធ្វើឲ្យអ្នកចេះតែរសាប់រសល់ចង់ដឹងចង់យល់ចង់ដឹងចង់យល់នឹងចុងក្រោយបន្ថែមសុភាគឺការធ្វើអីក៏ដោយឲ្យតែមានគោលដៅមានចេតនាធ្វើដោយមានចេតនាមានគោលដៅណាថាខ្ញុំប្រាប់ខ្លួនឯងថាគុំតែបានឯកសារកិច្ចព្រមព្រៀងនេះទេគុំអីយួនលៀបខ្មែរបាត់ទៅហើយយួនខ្ជាក់ខ្មែរទាំងទឹកភ្នែកវះពោះយួនយកខ្មែរចេញមកវិញទាំងទឹកភ្នែកយួនចិនសូវៀតសៀមអាមេរិកាំងដែលខិតខំប្រឹងប្រែងពុះពៀឲ្យខ្មែរនោះគឺឯកសារកិច្ចព្រមព្រៀងនេះហើយដែលធ្វើឲ្យខ្មែរបានរួចផុតពីក្រញាំក្រពើតោខ្លាជនរួមភាសាជនរួមភាសាអើយជនរួមភាសាឯកសារនេះជាឯកសារដ៏ពិសេសវាធ្វើឲ្យយើងចេះរបៀបធ្វើដោយសន្តិវិធីរបៀបធ្វើដោយនីតិវិធីសន្តិវិធីគឺយើងធ្វើដោយអហិង្សាមិនកាប់សម្លាប់ជេរប្រមាថវាយប្រហារធ្វើបាបគ្នាទៅវិញទៅមកដោយនីតិវិធីគឺដំណើរការដែលយើងធ្វើតាមច្បាប់ទាំងអស់ដូច្នេះបើយើងចេះហើយប្រកាសណាស់ជំហានទី2មកដល់គឺប្តឹងផ្ដាល់ទាមទារតវ៉ាប្តឹងផ្ដាល់ទាមទារតវ៉ាធ្វើការងារការទូតដាក់ញត្តិទាមទារតវ៉ាកិច្ច
ខិតខំប្រឹងប្រែងទូតនីមួយនៅស្រុកខ្មែរមិនប្របាក់អីរោអង្គការសហប្រជាជាតិនៅស្រុកខ្មែរមានប្របាក់អីរោអង្គការសហជាតិនៅបារាំងនៅអាមេរិកនៅញូវយ៉កនៅហ្សឺណែវនៅប្រទេសដទៃមានអីប្របាក់រោតឡាការឡាអេតឡាការអន្តរជាតិមានអីប្របាក់រោនោះគឺជារឿងដែលយើងត្រូវធ្វើហើយត្រូវចេះតស៊ូមតិផងតស៊ូមតិមិនមែនយើងតែប្តឹងភ្លាមទេយើងចេះដឹងថាអ្នកមេយើងមានត្រូវការមេធាវីបែបណាយើងត្រូវការអ្នកច្បាប់បែបណាយើងជាពលរដ្ឋយើងអត់អាចប្រើអំណាចពលរដ្ឋដើម្បីទៅរៀបចំឯកសារបានតែយើងអាចជួលមេធាវីហើយមេធាវីនោះគឺប្រសិនបើគេមកឆង់ធ្វើទុកបុកម្នេញយើងអត់បានដែរប៉ុន្តែខ្ញុំជឿថាមានមេធាវីល្អមេធាវីដែលចង់ឲ្យមានសន្តិសុខសន្តិភាពនៅលើផែនដីប្រកាសជាមានជនរួមភាសាបើមានមនុស្សអាក្រក់ច្រើនជាងមនុស្សល្អម្លេះមនុស្សងាប់អស់ហើយប្រកាសណាស់ថាមានមនុស្សល្អច្រើនជាងមនុស្សអាក្រក់ជឿអញ្ចឹងអត់ឥឡូវក្នុងភូមិនេះកុំចាំឲ្យទៅឆ្ងាយនៅក្នុងផ្ទះនេះកុំចាំឲ្យទៅឆ្ងាយឥឡូវក្នុងខ្លួនអ្នកវិញកុំចាំឲ្យទៅឆ្ងាយតើអ្នកចង់សម្រាប់ខ្លួនឯងច្រើនជាងឬក៏ចង់ខ្លួនឯងសុខច្រើនជាងចង់ហូបអាហារដែលមានជាតិអត់គីមីច្រើនជាងឬក៏ចង់ហូបតែអាហារពុលឲ្យឆាប់ស្លាប់ហ៎ហើយក្នុងផ្ទះយើងក្នុងភូមិយើងចង់សម្រាប់គ្នារាល់ថ្ងៃក្នុងភូមិយើងណាឬក៏ចង់ជួយគ្នាទៅវិញទៅមកមើលបនមើលទៀនមើលការមើលធ្វើជប់លៀងឲ្យម្ដងមើលយើងអ្នកឲ្យយល់កន្លែងហ្នឹងណាយើងត្រូវមានសង្ឃឹមកន្លែងហ្នឹងជនរួមភាសាណាបន្តបានណាអញ្ចឹងការដែលយើងប្តឹងប្រោសទៀមទាតវ៉ាគឺជាសៃវៀនចុងក្រោយតែយើងត្រូវចេះនៅក្នុងស្រុកខ្មែរតែយើងស្គាល់សាទូតអាមេរិកនៅវត្តភ្នំអត់ស្គាល់អគ្គរដ្ឋទូតអាមេរិកអត់ហើយចោះក្រសួងការបរទេសអាមេរិកដែលធ្វើកិច្ចការងារនៅស្រុកខ្មែរនិងនៅតំបន់អាស៊ីអាគ្នេយ៍តើប្រទេសអាមេរិកកិច្ចការងារបរទេសអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍តើគេសម្រេចទិសដៅអីគេចង់ពង្រឹងនីតិរដ្ឋលទ្ធិប្រជាធិបតេយ្យឬក៏គេពង្រឹងសេដ្ឋកិច្ចតែអ្នកស្គាល់សាទូតចិននៅវត្តនៅជិតផ្សារទូតកំពូលអត់ចោះរដ្ឋមន្ត្រីក្រសួងការបរទេសចិនផ្ដោតមកលើខ្មែររឿងអីផ្ដោតទៅលើតំបន់អាស៊ីអាគ្នេយ៍មានអីសាទូតបារាំងសាទូតអង់គ្លេសសាទូតជប៉ុនអូស្ត្រាលីឥណ្ឌាកាណាដាឡង់ប៉ូឡូញហូឡង់ម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីប្រ៊ុយណេភាគីអន្តរជាតិនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបើជនរួមភាសាចាប់ដើមសិក្សាឆ្វេងយល់អំពីស្ថានទូតនីមួយនេះហើយគឺជាវិធីសាស្ត្រដែលជួយជាតិមាតុភូមិបានយ៉ាងល្អហើយពេលដែលយើងកម្រើកដោយគ្មានឲ្យនរណាស្លាប់ម្នាក់កម្រើកធ្វើឲ្យជាតិរស់ហើយបរទេសឈ្លានពានលេបខ្មែរមិនចូលឯមេដឹកនាំដែលក្បត់ជាតិក៏មិនឈឺសាច់ដែរគេអាចបាត់បង់អំណាចគេអាចបាត់បង់តំណែងតែគេមិនបាត់បង់កិត្តិយសកិច្ចការងាររបស់ពូជអម្បូរខ្មែរមិនអាចទៅបញ្ឈឺនរណាសម្រាប់នរណាដើម្បីដាក់អ្នកថ្មីដូចមុន91កើតទេធ្វើបែបនេះគឺស្មើនឹងបំផ្លាញជាតិហើយពួកខ្ញុំមានប៉ុណ្្នឹងចោះនោះអាចថាលើនៅសល់ម៉ោងទៀតប៉ុន្តែខ្ញុំមានកិច្ចការងារបន្តបន្តិចទៀតសុភាសូមបញ្ជាក់អំពីការគ្រប់គ្រងកិច្ចព្រមព្រៀងហើយនឹងអំពីពាណិជ្ជកម្មភូមិឃុំរបស់យើងផងបងប្អូនជំនុំភាសាណាពេលដែលពួកខ្ញុំផ្សាយផ្ទាល់មិនឃើញលោតទៅក្នុង Facebook របស់បងប្អូនសូមចុចមករក page ត្រឡប់មកវិញគឺសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជាដែលមានរូប logo ខ្មែរឯករាជ្យអធិបតេយ្យភាពពណ៌លឿងពណ៌ពមាសណាហើយសម្រាប់ការផ្សាយគឺតែងតែរក្សាការផ្សាយដដែលព្រឹកគឺម៉ោង 7 កន្លះ 8 កន្លះការបកស្រាយពាក្យនិងពេលល្ងាចគឺការបកស្រាយសំណួរជាទូទៅគឺ 5 កន្លះ 7 កន្លះគំនិត2យ៉ាងដែលត្រូវធ្វើការបញ្ជាក់សម្រាប់បងប្អូនជនវិសាគំនិតទី1គឺការពាក់ព័ន្ធនឹងការគ្រប់គ្រងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីត្រូវមានលក្ខខណ្ឌ4យ៉ាងសំខាន់ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតទី1គឺត្រូវតែរៀនកិច្ចព្រមព្រៀងត្រូវតែចែករំលែកកិច្ចព្រមព្រៀងត្រូវតែមានការអនុវត្តសិលសមាធិនិងបញ្ញាត្រូវតែមានការត្រៀមខ្លួនរួចជាស្រេចដើម្បីថ្ងៃណាមួយយើងនឹងធ្វើការប្តឹងទាមទារតវ៉ាអញ្ចឹងនេះជាលក្ខខណ្ឌ4ពាក់ព័ន្ធនឹងការគ្រប់គ្រងកិច្ចព្រមព្រៀងក្នុងការគ្រប់គ្រងកិច្ចព្រមព្រៀងបងប្អូនអាចចូលរួមវិភាគទានបើមានជាថវិកាអាចចូលរួមវិភាគទានជាថវិកាបើមានជាបច្ចេកទេសចំណេះជំនាញអាចវិភាគទានជាបច្ចេកទេសឧទាហរណ៍ថាបច្ចេកទេសធ្វើ website បច្ចេកទេសកាត់តវីដេអូបច្ចេកទេសធ្វើតុក្កតាឬក៏បច្ចេកទេសឬក៏បងប្អូនចេះសិល្បៈផ្សេងៗអាចយកកិច្ចព្រមព្រៀងទៅបំលែងបានគំនិតទី2គឺពាក់ព័ន្ធនឹងកសិកម្មគឺភូមិពាណិជ្ជកម្មឃុំពាណិជ្ជកម្មនេះគឺពួកខ្ញុំកំពុងតែសិក្សាស្រាវជ្រាវអំពីការស្វែងរកនៅទំនិញសេវាកម្មផលិតផលការដឹកជញ្ជូនអ្នកលក់ដុំអ្នកលក់រាយអ្នកបោះដុំអីជាដើមណាអញ្ចឹងហើយបងប្អូនណាដែលមានទំនិញសេវាកម្មផលិតផលមធ្យោបាយដឹកជញ្ជូនអាចផ្ញើសារមកពួកខ្ញុំបញ្ជាក់នៅក្នុង
เพจសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសពួកខ្ញុំនឹងមានទម្រង់ឲ្យបងប្អូនចូលរួមនៅក្នុងការបំពេញហើយសម្រាប់ឯកសារកិច្ចព្រមព្រៀងណាបងប្អូនចង់បានឯកសារកិច្ចព្រមព្រៀងរដ្ឋធម្មនុញ្ញឯកសារប្រវត្តិសាស្ត្រសៀវភៅសុបិននឹងការពិតនិងសៀវភៅវប្បធម៌ខ្មែរផងដែលនោះគឺអាចដាក់លេខទូរស័ព្ទបញ្ជាក់អាស័យដ្ឋាននៅទីនេះបានល្ងាចនេះពួកខ្ញុំមានប៉ុណ្ណឹងចោះជាការចែករំលែកជាមួយបងប្អូនជនរួមភាសាគឺពាក់ព័ន្ធជាមួយនឹងអ្វីដែលពលរដ្ឋត្រូវត្រៀមក្នុងការសាររើកិច្ចព្រមព្រៀងឬក៏ប្រសិនបើមានការសាររើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខ្ញុំសូមមានសារ2ជូនជនរួមភាសាស្ដាប់ម្ដងទៀតណាសារទី1បើទោះបីជាមានការសាររើឬក៏គ្មានការសាររើរបស់អាមេរិកយួនចិនរឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះក៏ដោយក៏យើងត្រូវតែសាររើយើងត្រូវតែប្រឹងផ្ដាល់ទាមទារតវ៉ាឲ្យខានតែបានព្រោះវាជាដង្ហើមចេញចូលជាដង្ហើមជាតិជាដង្ហើមមាតុភូមិជាដង្ហើមពូជអម្បូរខ្មែរគ្មានឯកសារនេះស្មើនឹងប្រគល់ទឹកដីឲ្យយួនឲ្យសៀមឲ្យទៅបរទេសឈ្លានពានសូមម្ដងទៀតកម្ពុជាត្រូវបានស្រោចស្រង់ហូតចេញពីក្រពើយួនតោខ្លាសัตว์សាហាវនានាដែលជាបរទេសឈ្លានពានគឺចេញពីឯកសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះតែបើវាគ្រាន់តែមានហើយមិនអនុវត្តសើអនុវត្តលេងគឺពូជសាសន៍នេះនឹងត្រូវបានគេរឹបអូសយកដីធ្លីផ្ទះសម្បែងពូជសាសន៍នេះនឹងត្រូវបានរត់ចេញពីស្រុកកំណើតជាពាក់គេវាន់កពូជសាសន៍នេះនឹងបាត់បង់ភាពជាម្ចាស់ចំពោះទឹកដីកំណើតរបស់ខ្លួនក្នុងរយៈពេលយូរបំផុត25ឆ្នាំទៀតយូរបំផុតអស់ហើយយើងលែងមានពេលវេលាគ្រប់គ្រាន់ក្នុងការយកទឹកដីខ្មែរមកវិញហើយក៏លែងមានឱកាសគ្រប់គ្រងទឹកដីជាតិមាតុភូមិរបស់ខ្លួនដោយខ្លួនឯងហើយអស់ហើយយើងលែងមានឱកាសហើយចំណុចទី2ជនរួមភាសាយើងត្រូវតែមានសង្ឃឹមព្រោះឯកសារនេះគឺជាឯកសារដែលធ្វើការងារការទូតចាំទេបរទេសទាំងអស់មកដាក់ទូតនៅស្រុកខ្មែរគេធ្វើតាមអីច្បាប់ចោះទូតខ្មែរតែធ្វើការងារនៅស្រុកគេធ្វើតាមអីច្បាប់កុំថាឡើយច្បាប់ការពារជាតិមាតុភូមិសំបីតែច្បាប់ចរាចរណ៍ក៏សំខាន់សម្រាប់យើងដែរមែនទេច្បាប់អាពាហ៍ពិពាហ៍ច្បាប់ការងារសម្បត្តិកំណើតសៀវភៅស្នាក់នៅសៀវភៅគ្រួសារក៏សំខាន់សម្រាប់យើងដែរចោះទម្រាំឯកសារនេះគឺជាច្បាប់ជាសម្បត្តិកំណើតជាតិហេតុអ្វីយើងត្រូវទុកចោលយើងមិនត្រូវអស់សង្ឃឹមព្រោះយើងមានច្បាប់សម្បត្តិកំណើតរឿងដែលយើងរត់តែមិនអស់សង្ឃឹមព្រោះមានយុវជនខ្មែរទូទាំងសកលលោកមានប្រមាណជា48ប្រទេសឯណោះកំពុងតែរស់នៅបែកស្ងាយពេញប៉ែនដីហើយមិនដែលភ្លេចជាតិខ្មែរទេសូមមើលនៅក្នុងនេះផងតើមានប្រមាណអ្នកមកពីអាមេរិកមកពីកាណាដាមកពីអូស្ត្រាលីបារាំងមកអំពីជប៉ុនកូរ៉េមកពីម៉ាឡេសិង្ហបុរីមកពីសៀមនៅក្នុងនេះមានខ្មែរកម្ពុជាក្រោមក៏ច្រើនដែរហើយមើលចំនួនតិចទេ200អ្នកទេ200រូបទេមានទាំងប្រសងមានទាំងព្រះធេរានុធេរៈជនរួមភាសាយើងមានយុវជនយើងមានប្រព័ន្ធបច្ចេកវិទ្យា technology ធ្វើឲ្យភ្នែកត្រចៀករបស់ខ្មែរភ្លឺហើយយើងភ្លឺហើយយើងខំប្រឹងបំភ្លឺគ្នាទៅវិញទៅមកអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចនេះគឺជាវិធីសាស្ត្រដែលយើងធ្វើរាល់ថ្ងៃពួកយើងមិននៅរងចាំទេអ្នកអាចរងចាំប៉ុន្តែមិនមែនពួកយើងទេតោះបន្តដំណើរទៅមុខទៀតជួបគ្នានៅថ្ងៃស្អែកម៉ោង 7 កន្លះម៉ោង 8 កន្លះព្រឹកលោកអនកាយវិចារចិត្តសូមក្រាបថ្វាយបង្គំលាជំរាបលាចាប់មុនកន្លះម៉ោង